ក្នុងអេពីសូតមួយនេះភ្ញៀវកិត្តិយសរបស់ខ្ញុំគឺជា fan របស់កម្មវិធីជាវីជាប្រិយមិត្តរបស់កម្មវិធីជាវីក៏ជាអ្នកចែករំលែកសាច់រឿងដែលខ្ញុំបានយកសាច់រឿងរបស់គាត់ទៅបកស្រាយនៅក្នុងអេពីសូតមុនរបស់ខ្ញុំដែរអញ្ចឹងមកខាត់ពេលយូរយើងជួបគាត់ទាំងអស់គ្នាជំរាបសួរ ជំរាបសួរផង បាទកុំញ័រសម្រួលអារម្មណ៍កុំញ័រមាត់កុំអីទាំងអស់គ្នាយើងមានតែប៉ុណ្្នឹងនេះទេអត់មានអីទាំងអស់អញ្ចឹងក្នុងករណីនេះតើអាចណែនាំខ្លួនបានទេអញ្ចឹងជាដំបូងសូមជំរាបសួរដល់ពុកម៉ែបងប្អូនខ្ញុំឈ្មោះសៀវហុកហើយខ្ញុំគឺជាភ្ញៀវកិត្តិយសរបស់ជាវ័យអូខេអរគុណមែនតើតើនៅបន្តតាមដានកម្មវិធីជាអ្វីរហូតមកទេឬក៏អាក់ខានមួយរយៈហើយអឺតាំងពីពិតខ្ញុំនៅតាមដានទេតែគ្រាន់តែថាយើងអត់សូវមានពេលបាអទញ្ចឹងគឺរៀងមើលខ្លះអត់ខ្លះអញ្ចឹងណាបងអូខេអរគុណមែនតើដែលចំណាយពេលមើលកម្មវិធីរបស់វីដេអូរបស់កម្មវិធីជាអ្វីតាំងពីដើមមកហើយសប្តាហ៍ថ្ងៃនេះតើបំពេញការងារជាអ្វីអាចណែនាំទៅអឺប្រិយមិត្តបានសប្តាហ៍ថ្ងៃហ្នឹងខ្ញុំគឺជាអ្នកលក់ដូរប៉ុន្តែគ្រាន់តែថាពេលខ្លះយើងលក់ពេលខ្លះយើងអត់អញ្ចឹងណាបងបាទហ្នឹងហើយអូខេប្រមូលអារម្មណ៍កុំញ័រមាត់កុំភ័យព្រោះដដែលវាពិសេសមែនតើនៅក្នុង season មួយនេះដែលអូបើខ្ញុំនិយាយទៅខ្ញុំប្រកាសជាប្រហើមអ្នកទាំងអស់គ្នាថាមានរឿងអីកើតឡើងខ្លះប៉ុន្តែជាកិត្តិយសរបស់ខ្ញុំដែលមាន fan ជាច្រើនមានប្រិយមិត្តជាច្រើនស្ម័គ្រចិត្តឡើងមកក្នុងកម្មវិធីជាអ្វីធ្វើជាភ្ញៀវកិត្តិយសព្រោះសាច់រឿងរបស់គាត់ទាំង live ដែលគាត់បានចែករំលែកមកខ្ញុំមិនតិចសាច់រឿងទេប៉ុន្តែខ្ញុំស្ដាប់ហើយវាល្អបំផុតសម្រាប់ខ្ញុំក្នុងការវិនិច្ឆ័យថាពួកគាត់ឡើងមកនិយាយខ្លួនឯងគឺកាន់តែល្អព្រោះអារម្មណ៍ពិតដែលខ្ញុំអាចសួរដេញដោលបានព្រោះសាច់រឿងដែលគាត់ចែកម្លែកមកខ្ញុំអានហើយកន្លែងណាខ្លះខ្ញុំអត់យល់ខ្ញុំពិបាកសួរដេញមែនតើហ្នឹងហើយអញ្ចឹងតតែអញ្ជើញគាត់មកវត្តមានរបស់គាត់តែម្ដងគឺងាយស្រួលមែនតើចំណុចពិសេសមួយទៀតរបស់ហុកបើខ្ញុំអត់ចាំអត់ខុសឬក៏ដឹងអត់ខុសទេណាគឺហុកអាចមើលឃើញនិងអាចប្រស្រ័យបានអាចបង អាចអូខេតើមានពីមុនមកគឺមើលឃើញរហូតឬក៏ទើបតែមើលឃើញក្នុងរយៈពេលណាមួយអូខេចឹងខ្ញុំតភ្ជាប់តិចទៅចុះបងអឺជាក់ស្ដែងទៅខ្ញុំដឹងហ្នឹងគឺវារៀងនៅក្មេងដែរព្រោះដោយសារតែយើងទៅលេងកន្លែងមួយហើយយើងទៅកម្សាន្តមានអាអញ្ចឹងយុទេប្រហែលអាយុប៉ុន្មានដែរ5ទៅ6 5ទៅ6ឆ្នាំប៉ុន្តែពេលហ្នឹងខ្ញុំអាចមើលដឹងព្រោះដោយសារតែថាវាជាសាច់រឿងមួយដែលខ្លីដែរអញ្ចឹងខ្ញុំសូមចែកម្លែកបាទទៅថាហេតុអីមកយើងដឹងនៅពេលហ្នឹងថ្ងៃហ្នឹងគឺខ្ញុំត្រូវទៅលេងខេត្តទៅខេត្តអញ្ចឹងខេត្តហ្នឹងគឺសម្បូរដោយផ្សោត បាទចឹងក៏ខ្ញុំចាប់ផ្ដើមទៅលេងនៅហ្នឹងតែតាំងពីយើងអត់មានគម្រោងទេមុនដំបូងយើងទៅខេត្តដែលមានឆ្នេរហើយបន្ទាប់មកយើងតនៅពេលដែលតហ្នឹងគឺវាជាថ្ងៃដែលយើង holiday ថ្ងៃដែលយើងឈប់ចំបុណ្យជាតិបាទមានរយៈពេលទៅដល់ច្រើនថ្ងៃចឹងក៏យើងចាប់ផ្ដើមតពីមួយខេត្តទៅមួយខេត្តដែលអត់មានគម្រោងទាំងអស់ចឹងក៏ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាមិនក៏អត់ប្រាប់គ្នាមុនចឹងព្រោះយកកៅអៅមកតែមួយកាផ្លេពីរកាផ្លេអញ្ចឹងទៅបងពេលនោះទៅជាមួយមិត្តភ័ក្តិទៅជាមួយគ្រួសារឬក៏បែបណាដែរទៅជាមួយគ្រួសារបង បាទអញ្ចឹងគឺនៅពេលហ្នឹងយើងទៅដល់កន្លែងហ្នឹងក៏យើងអត់មានទាន់បានរើសសណ្ឋាគារឬមួយក៏ hotel អីដែរយើងនៅដើររកទៅលើ hotel មួយហ្នឹងបាទអញ្ចឹងនៅពេលហ្នឹងយើងញ៉ាំអីហោះយើងត្រូវត្រឡប់មកវិញនៅពេលដែលយើងត្រូវត្រឡប់មកវិញហ្នឹងគឺម៉ាក់របស់ខ្ញុំហ្នឹងគាត់ចាប់ផ្ដើមចូលទៅមុជទឹកចាប់ផ្ដើមចូលទៅមុជទឹកទៅគាត់ចេញមកវិញគាត់ប្រាប់ថាហើយនៅហ្នឹងនៅមួយចែព្រោះដោយសារតែម៉ាត្រូវទៅបន្ទប់មួយទៀត បាទចឹងនៅពេលដែលគាត់ប្រាប់ខ្ញុំចឹងហើយខ្ញុំក៏ចាប់ផ្ដើមមើលទូរទស្សន៍មួយបងខ្ញុំនៅពេលខ្ញុំចាប់ផ្ដើមមើលទូរទស្សន៍មួយបងខ្ញុំហើយស្រាប់តែបានមកសន្ទុះគាត់ប្រាប់ខ្ញុំថាអញ្ចេះហើយនៅហ្នឹងព្រោះចែទៅរកម៉ាផ្លែតព្រោះយប់ហើយចឹងខ្ញុំប្រាប់ថាអត់ទេខ្ញុំទៅដែរប្រហែលជាម៉ោងប៉ុន្មានដែរអាចល្បាក់ថាវាខ្ទង់8 9អញ្ចឹងក៏គាត់ប្រាប់ថាហើយនៅហ្នឹងទៅព្រោះដោយសារខ្លាចគេលួចខ្លាចគេអីចឹងណាបងបាទអញ្ចឹងនៅពេលហ្នឹងគឺគាត់ទៅហើយខ្ញុំក៏ suggest ខ្ញុំក៏នៅក្នុងហ្នឹងដូចគ្នាព្រោះដោយសារតែថាយើងទៅគឺវាអត់និយាយទៅអត់មានអ្នកគេមើលបន្ទប់អញ្ចឹងក៏ខ្ញុំនៅមើលតុក្កតាហ្នឹងទៅដល់ពេលខ្ញុំអង្គុយមើលតុក្កតាហ្នឹងដូចរបៀបតុក្កតាពណ៌កាឈូកហ៎បងអាហ្នឹងដូចតុក្កតាដែលមានរឿងពិតនៅក្នុងអាមេរិកហ៎បងអញ្ចឹងទៅក៏យើង
ក៏យើងនៅមើលហ្នឹងទៅអញ្ចឹងនៅពេលបានមកសតុនៅបានមកសតុហ្នឹងបងខ្ញុំប្រាប់ថាបាច់ខ្ទាស់កលឹះទេទីទៀតគាត់ចូលមកវិញហើយអញ្ចឹងនៅពេលហ្នឹងខ្ញុំនឹងអង្គុយមើលបានមកយូរស្រាប់តែខ្ញុំឃើញបងខ្ញុំដើរចេញពីបន្ទប់ទឹកពាក់អាវពណ៌ក្រហមហើយគាត់មើលមកខ្ញុំថានៅម្នាក់ឯងខ្លាចទេអញ្ចឹងនៅពេលហ្នឹងក៏ខ្ញុំចាប់ផ្ដើមនិយាយថាអត់ផងហើយគាត់ក៏ចាប់ផ្ដើមដើរឡើងមកលើខែវិញមកលើខែហ្នឹងហើយគាត់ចាប់ផ្ដើមអែក្បាលខ្ញុំអែហ្នឹងបែបថើអត់ប៉ះដល់ស្បែកក្បាលអញ្ចឹងនៅពេលហ្នឹងគាត់ចាប់ផ្ដើមនិយាយប្រាប់ខ្ញុំថាហែងណាពេលធំទៅមានរឿងច្រើនណាហើយមិនរឿងតែប៉ុណ្្នឹងទេហើយត្រូវជួបរឿងច្រើនជាងហ្នឹងទៀតហើយបើហើយឆ្លងផុតណាហើយដែលមានជីវិតល្អហើយអញ្ចឹងនៅពេលហ្នឹងខ្ញុំក៏បាត់សលេងគាត់ទៅខ្ញុំអង្គុយមើលតែទូទស្សន៍ហ្នឹងទេប៉ុន្តែពេលទ្វារលបើកខ្ញុំឃើញបងខ្ញុំហើយជាមួយនឹងម៉ាក់ខ្ញុំទៅម្ដាយចូលចុះពីណាគេអ្នកដែលនិយាយជាមួយខ្ញុំហើយបន្ទាប់មកពេលយប់ហ្នឹងខ្ញុំកេងកដាលខ្ញុំឆ្ងល់បន្ទប់ទឹកហ្នឹងមិនក៏បើកភ្លើងព្រោះដោយសារតែយើងបានបិទភ្លើងហើយម៉ាក់ខ្ញុំអត់ចូលចិត្តភ្លើងទេយល់អញ្ចឹងនៅពេលហ្នឹងខ្ញុំឮសលេងមនុស្សស័យហ្នឹងនៅក្នុងនៅក្នុងបន្ទប់ទឹកបាទនៅក្នុងបន្ទប់ទឹកហ្នឹងគឺខ្ញុំឮបែបចាក់ទឹកបន្តិចឮបែបឮសំឡេងធ្ងោវាមិនមែនជាធ្ងោទេដូចជាច្រៀងលេងកំសាន្តរបស់គេអញ្ចឹងហ៎បងយល់អញ្ចឹងខ្ញុំក៏ដើរទៅអឺតមើលនៅពេលដែលទៅអឺតមើលហ្នឹងអត់មានអីទាំងអស់ប៉ុន្តែពេលដែលខ្ញុំបិទភ្លើងបែរមកវិញហ្នឹងខ្ញុំឃើញគាត់នៅពីក្រោយខ្ញុំហើយគាត់ច្រវាច់កខ្ញុំនិយាយថាអញនឹងតាមហែកនៅពេលហ្នឹងខ្ញុំក៏ភ្ញាក់នៅពេលដែលខ្ញុំភ្ញាក់ហ្នឹងគឺខ្ញុំភ្ញាក់ឆោចេះហេតុអីបាទខ្ញុំថាតាំងក៏វាជាយល់សពតែវាមិនមែនយល់សពទេយល់វាហាក់ដូចស្ទើរតែមួយមើបាត់ហើយហ្នឹងហើយបងប៉ុន្តែបងខ្ញុំគាត់ជាអ្នកឃើញអញ្ចឹងខ្ញុំសុំចូលដល់រឿងបងខ្ញុំសិនចាំខ្ញុំបកប្រែថាពេលព្រឹកគាត់ឃើញអីគេអញ្ចឹងបងខ្ញុំហ្នឹងគាត់ចាប់ផ្ដើមដេកមកមើលគាត់ទៅបែរទៅខាងនេះមិនសក់បែរទៅខាងនោះក៏មិនសក់វាអត់សក់ស្រួលនៅក្នុងខ្លួនយកមកអញ្ចឹងនៅពេលហ្នឹងក៏គាត់មានអារម្មណ៍ថាដូចមានអារម្មណ៍ចម្លែកនៅក្នុងខ្លួននៅពេលដែលគាត់បែរមកខាងនេះគាត់ឃើញម្នាក់ស្រីអាវក្រហមហ្នឹងឆោសន្លក់មុខគាត់ម្ដងទៀតហើយបន្ទាប់មកពេលព្រឹកហ្នឹងក៏គាត់ចាប់ផ្ដើមនិយាយប្រាប់ខ្ញុំម្ដងទៀតថាហើយពេលយប់ហ្នឹងហើយទៅបិទភ្លើងបន្ទប់ទឹកធ្វើអីហើយថៃបានហើយកធាក់នៅពេលអញហៅហើយអញ្ចឹងហ្នឹងគឺជារឿងដែលខ្ញុំអាចនិយាយបានថាតាំងពីពេលហ្នឹងមកគឺខ្ញុំអាចដឹងពីវិញ្ញាណគាត់ហ្នឹងមករហូតអញ្ចឹងនៅពេលណាដែលខ្ញុំចង់ធ្វើអ្វីមួយគឺខ្ញុំតែងតែសួរនៅក្នុងចិត្តលើវាថាយើងប៉ងមកយើងសួរថាតើខ្ញុំធ្វើវាទៅនៅល្អអត់ឬមួយក៏យើងជួបរឿងអីចឹងគឺយើងតែងតែបានចម្លើយមកយើងអត់ចាំបាច់ទៅអុជធូបឬមួយក៏យើងត្រូវសួរថាយើងមិនអីចឹងយើងអត់ចាំបាច់ដូចរបៀបថាគ្រាន់តែនឹកក្នុងចិត្តគឺបានចម្លើយហ្នឹងហើយបងហ្នឹងហើយខ្ញុំជួយសម្រួលហើយហ្នឹងហើយបើសិនជាត្រង់ចំណុចហ្នឹងខ្ញុំនៅមានសំណួរបើអាចឆ្លើយបានក៏ឆ្លើយមិនឆ្លើយក៏ខ្ញុំអាចយល់បានដែរទី1នៅពេលដែលគាត់មកពីខាងក្រោយហើយច្បាច់កតើជាមុខអ្នកផ្សេងឬក៏មុខបងស្រីព្រោះហេតុការណ៍ទី1ដែលហុកបានជួបគឺបងស្រីបាទជាទូទៅគ្រាន់តែខ្ញុំងាកប៉ុបហ្នឹងគឺខ្ញុំភ័យហើយអញ្ចឹងខ្ញុំមើលអត់ដឹងហើយព្រោះមនុស្សស្លាន់យើងមើលអត់ប្រកាសថាមុខពីណាគេបាទតែគ្រាន់តែថានៅពេលដែលយើងឃើញគាត់ហ្នឹងគឺកន្លែងដែលតង្វងរមងភ្នែកនិងសក់ហ្នឹងវាបានខោបបាត់ហើយខោបបាទចឹងមានន័យថាពេលហ្នឹងវារៀងល្ងិតដែរព្រោះយើងបាត់ភ្លើងអញ្ចឹងយើងមើលមិនសូវឃើញចម្លែកមែនតើចម្លែកត្រង់ថាទី1វិញ្ញាណមួយនេះបានបង្ហាញខ្លួនក្នុងរូបភាពដូចគ្នាទាំងហុកបានឃើញផ្ទាល់ភ្នែកទាំងក្នុងសុបិនទាំងបងស្រីរបស់ហុកបានឃើញទី2ចំណុចត្រង់ថាគាត់មកអង្គុយហើយអង្អែលក្បាលយើងនិយាយបែបស្រួលបួលខ្លាំងមែនតើតែបែរជាបង្ហាញខ្លួននៅក្នុងយល់សពជាលក្ខណៈច្បាច់កវិញអ្វីដែលសំខាន់គឺបើខ្ញុំចាប់អត់ខុសទេវិញ្ញាណមួយនេះគឺនៅតាមហុកទល់រាល់ថ្ងៃហ្នឹងបាទពិបាកទួយយក
ហើយអាចផ្ដល់ចម្លើយនៅមន្ទិលឬក៏នៅសំណួររបស់ហុកមានដូចគ្នាដែរតើហុកអាចបែងចែកបានទេថាគាត់ជាវិញ្ញាណបែបណាគាត់ជាអ្នកថែរក្សាឬក៏បែបណាបើឲ្យខ្ញុំនិយាយបែងចែកទៅគឺខ្ញុំយើងនិយាយថាយើងមិនមែនគ្រូសុបទេបងដល់ពេលអញ្ចឹងយើងក៏បែងចែកអត់ឆ្ងាយបែងចែកអត់ចេញតែពេលខ្លះខ្ញុំគាត់ថាខ្ញុំមកពីខ្ញុំចេះរកអីកាត់អីវែងឆ្ងាយអីអញ្ចឹងណាអញ្ចឹងទៅក៏ខ្ញុំគាត់ថានិយាយទៅខ្ញុំបែងចែកអត់ច្បាស់ថាគាត់នឹងជាមិនតែគ្រាន់តែថាបើឲ្យយើងរកពេលវេលាឬមួយក៏ឲ្យយើងពិបាកចិត្តឬមួយក៏អីចឹងយើងពេលដែលសួរគាត់ទៅគាត់តែងតែឲ្យចម្លើយយើងមកបែងចែកមិនដាច់តែអាចពឹងពាក់បានបាទអ្វីដែលសំខាន់មួយទៀតចាប់តាំងពីពេលនោះមកគឺជាពេលវេលាដែលហុកបានចាប់ផ្ដើមឃើញអមនុស្សរហូតគឺឬក៏បែបណាតាំងពីពេលហ្នឹងមកខ្ញុំចាប់ផ្ដើមឃើញអីប្លែកអាចបញ្ជាក់បានទេអាចលើកឧទាហរណ៍ខ្លីៗបានទេខ្ញុំអាចលើកបានអញ្ចឹងជាទូទៅផ្ទះយើងតែមានជំនាញផ្ទះណាបងបាទអញ្ចឹងនៅពេលហ្នឹងក៏របៀបថាយើងអត់ទាន់ដឹងថាជំនាញផ្ទះហ្នឹងបែបម៉េចបាច់ម៉េចមុខបែបម៉េចអីចឹងទៅអញ្ចឹងក៏ខ្ញុំក៏ថ្ងៃមួយហ្នឹងខ្ញុំរបៀបថាខ្ញុំដើរទៅស្រាប់តែខ្ញុំឃើញមនុស្សស្រីម្នាក់ហ្នឹងកំពុងអង្គុយច្បូតសក់ចេះហើយបន្ទាប់មកក៏គាត់ហ្នឹងមើលមុខខ្ញុំហើយខ្ញុំមើលទៅវិញខ្ញុំថាបញ្ញាគេហ្នឹងអញ្ចឹងពេលខ្ញុំនៅក្មេងខ្ញុំអត់ជឿលើរឿងហ្នឹងទេបាទខ្ញុំគាត់ថាអ្នកដែលនិយាយហ្នឹងកំពុងតែងតែចេះតែមានលើកពាក្យអីមកនិយាយអញ្ចឹងទៅអញ្ចឹងពេលហ្នឹងក៏ខ្ញុំចាប់ដើមឃើញជានាងផ្ទះមុនគេហើយតែគ្រាន់តែថាគាត់ហ្នឹងមុនដំបូងរៀងគួរឲ្យខ្លាចដែរព្រោះដោយសារពេលហ្នឹងគឺយើងនៅក្មេងហ៎បងបាទអញ្ចឹងក៏យើងច្រឡំពេលហ្នឹងយើងហើឈូបាច់អញ្ចឹងក៏ខ្ញុំច្រឡំបែរគូទៅមុខទៅគាត់អញ្ចឹងណាគូខ្ញុំហើមមកចាហៀងហ្មងហើយបន្ទាប់មកក៏មកពេលយប់ហ្នឹងប្រយោសពឯគឺដូចរបៀបថាពេលហ្នឹងខ្ញុំកេងជាមួយនឹងកើខ្ញុំកាលពីទូចខ្ញុំមានកើមួយគាត់កេងមួយខ្ញុំអញ្ចឹងនៅពេលគាត់កេងហ្នឹងគាត់កេងបែរមកទៅខាងនេះប៉ុន្តែនៅពេលដែលខ្ញុំឃើញគាត់មុខគាត់បែរមករកខ្ញុំបាទនៅពេលដែលគាត់បែរមករកខ្ញុំហ្នឹងខ្ញុំមើលមុខគាត់ហ្នឹងតិចជាគាត់តិចជាអ្នកផ្សេងអញ្ចឹងដល់ពេលហ្នឹងគឺគាត់ចាប់ផ្ដើមច្បាច់កខ្ញុំយកមកនៅពេលដែលគាត់ចាប់ផ្ដើមច្បាច់កខ្ញុំយកហ្នឹងគឺនៅក្នុងន័យដែលចកត់អញ្ចឹងខ្ញុំខំផឹងហើអត់រួចទេនៅពេលដែលខ្ញុំផឹងហើចោះហើឡើងអញ្ចឹងទៅគឺស្រាប់តែខ្ញុំគាត់ថាអូយហត់តាកេងហ្មងទៅនៅពេលដែលកេងទៅចាប់ផ្ដើមយើងងើបមកវិញទៅបាទខ្ញុំប្រាប់ម៉ាក់ខ្ញុំទៅថាមកពីហើយតលេងជំនាញផ្ទះហ្នឹងហើយបានអញ្ចឹងគឺរឿងហ្នឹងបែបអញ្ចឹងបែបផែនចុះនៅពេលដែលហើមបាតណាអញ្ចឹងក្នុងករណីហ្នឹងធ្វើមិនទៅមិនបាត់ទៅនៅពេលដែលខ្ញុំសែននៅពេលដែលខ្ញុំសែនទៅគឺលេងអីមកនឹងឲ្យត្រង់ចំណុចអបិយជំនឿនឹងវិទ្យាសាស្ត្របើសិនជាទៅពេទ្យមិនស្រួលឆែកក៏ដឹងថាហើមដោយសារអីដែរតែមកជានឹងរបស់ដែលសាមញ្ញបំផុតដែលងាយស្រួលបំផុតអញ្ចឹងមានន័យថាជំនាញផ្ទះហុកពេលនោះគឺកាចបងឆ្នះហ្មងបាទអូខេនេះគ្រាន់តែជា intro តែប៉ុណ្ណោះអញ្ចឹងក្រៅពីការឃើញជំនាញផ្ទះតាំងពីពេលនោះមកតែងតែឃើញរបស់ប្លែករហូតតើធ្វើបែបណាទើបបានអាចផ្សំខ្លួនឯងទៅនឹងបរិយាកាសជុំវិញបានបើនិយាយថាឲ្យខ្ញុំផ្សំហ្មងគឺអត់អាចទេបងព្រោះពេលខ្លះដូចមិនអញ្ចឹងគឺវាធំខ្លាំងអញ្ចឹងបើឲ្យយើងនិយាយបន្ថែមទៅទៀតវារៀងពិបាកព្រោះដោយសារតែបើខ្ញុំអាចនិយាយបានហ្មងគឺបើថាបើយើងផ្សំគឺតើតាពិបាកនិយាយដូចយើងអត់អាចផ្សំមួយអាហ្នឹងគ្រាន់តែថាយើងមានវិធីសាស្ត្រនៅក្នុងការលាក់វាអាចចែករំលែកបានទេព្រោះដោយសារអីបើចែករំលែកបានក៏ចែករំលែកបើអត់ចែករំលែកបានក៏ខ្ញុំអាចយល់ដែរមូលហេតុដោយសារតែมันមានប្រិយមិត្តតិចអ្នកទេដែលអាចមើលឃើញហើយគាត់តែងតែ message មកសួរខ្ញុំថាមានវិធីលាក់មានវិធីកុំឲ្យឃើញអត់បញ្ហាគឺខ្ញុំមិនមែនជាអ្នកមើលឃើញទេអញ្ចឹងនៅក្នុង season ទី1ដំណើរកំសាន្តរន្ធត់លើកទី1ដែលខ្ញុំឃើញច្បាស់នឹងភ្នែកជាមួយនឹងបងមុំអានោះខ្ញុំឃើញច្បាស់ដូចខ្ញុំឃើញហុកអញ្ចឹងណាគឺច្បាស់អញ្ចឹងហ្មងតែ
ខ្ញុំគ្រាន់តែអូដឹងថាគេនៅហ្នឹងឬក៏អីចឹងតែអាហ្នឹងខ្ញុំដឹងតែបើសិនជាអ្នកដែល message មកសួរខ្ញុំអីគឺខ្ញុំអត់មានចម្លើយតើហុកអាចមានចម្លើយទេឬក៏ហុកមិនចង់បកស្រាយក៏ខ្ញុំអាចយល់បាន អូខេបងនិយាយបើថាបើយើងលាក់វិញហ្មងមែនបងខ្ញុំអាចនិយាយបានថាអ្នកទាំងអស់គ្នាប្រហែលជាបើសិនជាយើងឃើញយើងអាចលាក់បានទេព្រោះដោយសារតែបើសិនជាយើងមើលភ្លាមយើងឃើញបាត់ដូចហ្នឹងហើយយើងលាក់មិនអញ្ចឹងនៅពេលហ្នឹងគឺយើងចាប់ផ្ដើមប្រាប់ខ្លួនឯងថាយើងមើលទៅឲ្យមុតយើងមើលរបស់ហ្នឹងឲ្យមុតទៅនៅពេលដែលយើងមើលមុតទៅគេដើរទៅឯងហើយ អូយល់ក្នុងន័យហ្នឹងគួរតែបកស្រាយថាអញ្ចេះវិញអានេះបើខ្ញុំបកស្រាយតាមបែបវិទ្យាសាស្ត្រឲ្យទៅបងប្អូនស្ដាប់បើខ្ញុំយល់អត់ខុសចាំកែសម្រួលខ្ញុំផងខ្ញុំនិយាយខុសខ្ញុំនិយាយពីមនុស្សហើយនឹងឆ្កែបើសិនជាយើងគិចភ្នែកវាប្រកាសជាព្រោះឬក៏ដាញ់ហាំហើយប៉ុន្តែបើយើងសម្លឹងឲ្យមុតបង្ហាញពីអំណាចថាខ្ញុំមិនខ្លាចអ្នកឯងខ្ញុំបានន័យថាបើអង់គ្លេសគេថា show alpha បានន័យផ្ដល់អំណាចថាខ្ញុំជាម្ចាស់អញ្ចឹងគេនឹងមានអារម្មណ៍ថាការសម្លឹងភ្នែកបើអានេះជាទម្លាប់របស់ខ្ញុំណាសំបីឆ្កែក៏ដោយបើខ្ញុំឆ្កែកាច់ប៉ុណ្ណាក៏ដោយតែសម្លឹងមើលយូរទៅឆ្កែនឹងធ្លាក់មុខហើយដើរចេញខ្លួនឯងតើរូបភាពបែបផែនបែបហ្នឹងឬក៏យ៉ាងណាដែរស្តៀងហ្នឹងបងព្រោះដោយសារតែពេលដែលយើងស្លឹងគេមុតត្បិតវានឹងគេនឹងមើលយើងមុតដូចគ្នាបាទប៉ុន្តែស៊ីសងលើយើងថាដូចថាបើយើងស្លក់ឆ្មាស្លក់ឲ្យវាដើរចេញមុនយើងតែបើស្លក់វាចាញ់វានឹងធ្វើយើងកាន់តែខ្លាំងជាងមុនទៀតអាហ្នឹង staring contest ណាលេងល្បែងសម្លក់គ្នាណាគេពេចភ្នែកមុននឹងអ្នកចាញ់ណាហ្នឹងអូគឺបែបផែនហ្នឹងអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលតែងតែ message មកសួរខ្ញុំថាវិធីណានេះគឺជាវិធីសាស្ត្រមួយរបស់ហុកដែលប្រើប្រាស់ឃើញថាភាគច្រើនបានផលប៉ុន្តែវាមានករណីចាស់ដែររូបភាពខ្លះវាមិនមែនមកស្អាតណាវាពិបាកក្នុងការទទួលយកអញ្ចឹងតែហុកមានវិធីសាស្ត្រផ្សេងក្នុងការដោះស្រាយឬក៏នៅតែសម្លក់ឧទាហរណ៍ឯណាធ្លាក់មកវិហៀងគិតមិនអូខេជាទូទៅខ្ញុំនិយាយមួយបងហើយទាំងអេពីសូត1 season 1ខ្ញុំនិយាយរឿងសន្តាគារហ្នឹងថាហេតុអីបានខ្ញុំអត់ខ្លាចនៅពេលដែលខ្មោចស្រីហ្នឹងស្កក់ហកកខ្ញុំហ្នឹងទី1យើងត្រូវភ្នែកហ្នឹងមើលរបស់មួយហ្នឹងឲ្យមុតជាងគេព្រោះវាខ្លាចភ្នែកយើងឬមួយក៏របស់ដែលចាំងអញ្ចឹងខ្ញុំ suggest ឲ្យអ្នកទាំងអស់គ្នាឬមួយក៏ឲ្យយើងណែនាំបងប្អូនអញ្ចឹងណាបើយើងទៅផ្លូវឆ្ងាយបើអាចបានពាក់ពេជ្រឬមួយក៏ប្លុករបស់ណាដែលវាភ្លឺវាផ្លាតនៅពេលដែលរបស់ផ្លាតហ្នឹងគឺវាចាំងចូលទៅគ្រាប់ភ្នែករបស់របស់អត់ល្អហ្នឹងអញ្ចឹងគឺវាអត់ហ៊ាននៅចិត្តយើងទេប៉ុន្តែខ្ញុំក៏មិនប្រកាស 100% ដែរព្រោះដោយសារតែពេលខ្លះរបស់ហ្នឹងចេះជាងយើងទៀតចេះថាធ្វើម៉េចកិច្ចពីរបស់ហ្នឹងអញ្ចឹងបើសិនជាវាគួរឲ្យខ្លាចខ្លាំងទី1គឺយើងត្រូវបិទភ្នែកវិញបិទភ្នែកឲ្យតាំងចិត្តបើយើងតាំងចិត្តអត់បានយើងសូត្រហៅឪពុកម្ដាយយើងដែលយើងនៅផ្ទះហ្នឹងណាបងព្រោះឪពុកម្ដាយយើងហ្នឹងគឺអាចនិយាយបានថាជាព្រះរូបយ័ន្តទី1អីអញ្ចឹងនៅពេលដែលគាត់យើងចាប់ផ្ដើមពឹបយើងនិយាយចាប់ផ្ដើមហមម៉ាក់ប៉ារបស់យើងទោះបីសលេងសើចឬមួយក៏សលេងអីចូលមកក្នុងតិចយើងក៏ដោយក៏យើងព្យាយាមប្រាប់ថាគឺយើងសុំតែសុខទេចឹងទោះរបស់នឹងខ្លាចប៉ុណ្ណាក៏អ្នកទាំងអស់គ្នាត្រូវតែព្យាយាមហៅជើងមកចាហ៊ានទៅមកចាហ៊ានដើម្បីទៅរកទីតាំងដែលវារបៀបថាសុវត្ថិភាពវិញព្រោះដោយសារតែខ្ញុំមានរឿងមួយទៀតពេលខ្ញុំនៅរៀនបាទពេលខ្ញុំនៅរៀនហ្នឹងគឺខ្ញុំរៀនពេលថ្ងៃលំបាកគេចូលរៀនម៉ោង 2ប៉ុន្តែខ្ញុំទៅរៀនហ្នឹងម៉ោងបាន10 2 10អញ្ចឹងខ្ញុំបើកទ្វារចូលបន្ទប់ថ្នាក់ហ្នឹងអញ្ចឹងចំហាយនៃម៉ាស៊ីនត្រជាក់វាមិនតាន់អស់ទេប៉ុន្តែនៅក្រោមជើងខ្ញុំហ្នឹងវាត្រជាក់ជាងម៉ាស៊ីនត្រជាក់បើកទៀតយល់នៅពេលហ្នឹងក៏ខ្ញុំគិតថាខ្ញុំនឹងអង្គុយសរសេរអក្សរមេរៀនអញ្ចឹងទៅប៉ុន្តែនៅពេលដែលខ្ញុំសរសេរហ្នឹងគេនៅខាងស្ដាំនេះគេមកអើតមើលខ្ញុំហ្មងថាខ្ញុំកំពុងធ្វើអីហើយអាខ្យល់នៃបក់ចូលមកហ្នឹងណាគឺវាព្រឺដល់ឆ្អឹងខ្នងថាយើងកំពុងតែជួបអីយល់វាហាក់ដូចជាគេអើតមកតាមប្លោះស្មាហើយអាខ្យល់ដែលយើងប៉ះគឺខ្យល់ដង្ហើមរបស់គេហ្នឹងហើយវាមិនមែនលេងតែយើងមកកន្លែងហ្នឹងទេអញ្ចឹងពេលដែលខ្ញុំងាកទៅហ្នឹងគឺខ្ញុំឃើញស្មៅខ្មៅរត់ចេះវាថាចង់លាក់យើងតែយើងឃើញដល់ពេលអញ្ចឹង
ខ្ញុំក៏មានអារម្មណ៍ថាមើលលេងទៀតមើលខ្ញុំនៅក្នុងនឹងទៀតតបមកចាប់ផ្ដើមលេងជើងខ្ញុំម្ដងស្បែកជើងខ្ញុំធម្មតាយើងពាក់បិជើងឃ្លុបវាក្តៅ បាទ ម៉ោងស្មើនឹងវាមិនទាន់មានម៉ាស៊ីនត្រជាក់អីវាត្រជាក់បានតិចតួចវាផាមមកត្រជាក់មកផោយម៉ាស៊ីនត្រជាក់របស់គេហ្នឹងណា បាទ អញ្ចឹងដល់ពេលហ្នឹងខ្យល់គេអង្គុយផ្លុំខ្យល់នៅក្រោមជើងខ្ញុំនេះជើងខ្ញុំកកដូចតកកអញ្ចឹងប៉ុន្តែខ្ញុំអត់ខ្លាចខ្ញុំអត់ចាញ់ព្រោះខ្ញុំត្រូវការទៅសេមេរៀន បាទ បន្ទាប់មកក៏មានមិត្តភ័ក្ដិខ្ញុំម្នាក់ហ្នឹងគាត់មកគេងមួយខ្ញុំមកគេងនៅក្នុងថ្នាក់ព្រោះដោយសារតែគាត់ទុំគាត់ខ្ជិលព្រោះដោយសារពេលព្រឹកហ្នឹងគាត់រៀនម៉ោងអីផ្សេងហើយបន្ទាប់មកពេលល្ងាចហ្នឹងពេលថ្ងៃហ្នឹងគាត់រៀនម៉ោងផ្សេងអញ្ចឹងនៅពេលហ្នឹងគឺគាត់មកគេងនៅហ្នឹងហើយខ្ញុំអត់បានប្រាប់គាត់ថាខ្ញុំចោះទៅក្រោមអីអញ្ចឹងនៅពេលហ្នឹងគឺគាត់ឃើញមនុស្សស្រីម្នាក់អង្គុយនៅលើខ្លួនរបស់គាត់ហ្នឹងវាថាធ្វើមុខអារបៀបដូចកូនក្មេងអញ្ចឹងហ៎បងតែមនុស្សស្រីហ្នឹងធំហើយប៉ុន្តែធ្វើដូចច្រកូនក្មេង ឡាឡោ ហ្នឹងហើយមកដាក់មិត្តភ័ក្ដិខ្ញុំទៅឲ្យចកត់វាអញ្ចឹងណានៅពេលហ្នឹងគឺវាថាអញខំប្រឹងហើហើយវាថាថៃបានហែកចេញចោលអញអញ្ចឹងនៅពេលហ្នឹងក៏វាចាប់ដើមប្រាប់ថាអីចឹងទៅអញ្ចឹងខ្ញុំថាអញឃើញដែរតែអញឃើញហែកដេកទៅខ្យល់ដាស់ហែង បន្ទុកគ្នា ព្រោះដោយសារតែខ្ញុំដំបូងខ្ញុំអាចនិយាយបានថាខ្ញុំមិនសូវជឿទៅលើដូចគ្នា ចុះក្នុងកលៈទេសៈណាដែលធ្វើឲ្យហុកជឿស៊ុបងាប់ហើយគ្រាន់តែ intro ចង់កន្លះម៉ោងហើយតែគ្រប់ intro ទាំងអស់សុទ្ធតែមានសាច់រឿងទាំងអស់តែកលៈទេសៈមួយណាដែលធ្វើឲ្យហុកជឿច្បាស់ហ្មងថាមិនសូវជឿលើវាទៀតវាទៅជាវាអញ្ចឹងពិតប្រាកដមែន អញ្ចឹងខ្ញុំបានប្រាប់បងឯណោះថានៅពេលដែលរឿង episode 1 ខ្ញុំនិយាយថាខ្សែលោកតា បាទ អញ្ចឹងលោកតាហ្នឹងគឺគាត់គឺជាអង្គធំដែរ បាទ អញ្ចឹងគាត់ចូលកូនគាត់ដែរហើយពេលហ្នឹងគាត់ប្រាប់ថាហើយមានញៀនមើលឃើញគេតាតែមិនក៏ហើយអត់ជឿគេមកពីហើយគិតតាហើយហ្នឹងថាអត់មានរឿងអីហ្នឹងតាំងក៏ពិតគេឲ្យហែងឃើញតាអញ្ចឹងនៅពេលហ្នឹងក៏ខ្ញុំចាប់ដើមជឿទៅលើរឿងទាំងអស់ហ្នឹង ចាប់ផ្ដើមបដូរផ្នត់គំនិតទាំងអស់ បាទ អូខេមានអីបន្ថែមទេមុននឹងយើងចូលដល់សាច់រឿង ខ្ញុំសូមប្រាប់តាក់ទងជាមួយនឹងរឿងសន្តាគារមួយ បាទ អញ្ចឹងហើយនេះខ្ញុំដឹងពីគ្រូចិនសាយចិនណាបង ជប់នេះជាសាច់រឿងហ្មងឬក៏ជាការចែករំលែកផ្សេង ការចែករំលែក អូខេ ខ្ញុំឃើញរឿងបងតាក់ទងជាមួយនឹងសន្តាគារច្រើនណាស់ បាទ អូខេខ្ញុំឃើញគាត់និយាយតាក់ទងជាមួយនឹងការឡងអញ្ចឹងខ្ញុំចង់សួរគាត់ថាពេលដែលគាត់គេងហ្នឹងគាត់គេងបន្ទប់ដើមឬមួយក៏បន្ទប់ចុងព្រោះចិនសាយចិនគាត់បាននិយាយប្រាប់ថាគ្មានពិធីសាសនាដែលបង្អាចបដិញរបស់ទាំងអស់ហ្នឹងចេញមកទេទោះបីយើងជាភ្ញៀវក៏ដោយព្រោះតែកន្លែងរបស់គេនៅហើយគឺគេនៅតែអាចចូលបន្ទប់របស់គេទៅដែរ បាទ ហើយក៏គ្មានវិធីសាស្ត្រណាទៅដោះថាអញគូយន់គូអញ្ចេះដើម្បីឲ្យវាចេញគេមិនចេញទេគេមានធ្វើយើងលើសដើមអញ្ចឹងអ្វីដែលគាត់ប្រាប់ហ្នឹងគឺទី1យើងត្រូវមើលថាបន្ទប់ហ្នឹងគឺនៅបន្ទប់ណាបើឧទាហរណ៍ថាយើងដើរចូលមកបន្ទប់ទី1ហ្នឹងហើយយើងត្រូវគេងបន្ទប់ហ្នឹងបន្ទប់ដែលខ្ញុំនិយាយហ្នឹងគឺបន្ទប់ទី1 បាទ 303ហ្នឹងគឺបន្ទប់ទី1អញ្ចឹងខ្ញុំគេងដើមបន្ទប់ហ្មងអញ្ចឹងគឺដើមបន្ទប់ហើយនឹងចុងបន្ទប់គឺសិតតែមេវៈបញ្ចប់ហើយបើក្រៅពីហ្នឹងយើងអាចគេងបាន បានន័យថាទោះមានក៏ដោយក៏ស្រាលដែរតែមេវៈបញ្ចប់តែងតែនៅដើមនៃជួរមច្ចកៈហ្នឹងគឺនៅដើមហើយនឹងនៅចុងទាំងសងខាងតែម្ដង ហ្នឹងហើយបង ថ្មីជ្រើហ្មងលើកទី1ក្នុងជីវិតដែលខ្ញុំឮពាក្យហ្នឹងអូខេចឹងនេះគឺជាចំណេះដឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនាក៏មិនបងតែឥឡូវក្នុងករណីចេះវិញអាហ្នឹងខ្ញុំកើតជំងឺឆ្ងល់មួយទៀតណាតើមានសន្តាគារណាដែលមិនសង់មានដើមនិងមានចុងវាពិបាកមែនតើអញ្ចឹងតើកិច្ចរបៀបម៉េចកិច្ច visitor តែអត់ផុតទៅហើយក្នុងគណៈមួយនៅក្នុងជីវិតដើរលេងកន្លែងណាមួយជីវិត70 80ឆ្នាំវាត្រូវតែគង់តែមានថ្ងៃប៉ះដើមនិងចុង អូខេបងតាំងក៏ពិតទៅបើនិយាយថាឲ្យយើងជឿសុបហ្មងពេកក៏វាមិនកើតដែរប៉ុន្តែអ្វីដែលយើងត្រូវសង្កេតបើសិនជាគេប្រាប់យើងថាដើមហើយចុងវាអត់ល្អហើយយើងគួរណាព្យាយាមដូរវាកុំឲ្យដូចខ្ញុំ
នៅពេលកដាយប់គេមកចកត់គេមកអីចឹងណាព្រោះដោយសារតែរឿងរបស់អស់ហ្នឹងគឺយើងលេងសើចបានទេពេលខ្លះយាអូនរបស់យើងវាអត់ឡើងវាចុះដល់ពេលយើងទៅកន្លែងដែលវាចុះទៅទៀតសួរហងសួរយើងមានអត់ ដប់ ដប់ហ្មងវា double ហ្មងចឹងបើសិនជាយើងដឹងខ្លួនហើយយើងពិតជាអត់ល្អនៅក្នុងទស្សនវិជ្ជាមួយនឹងហើយកុំព្យាយាមបញ្ញាចេញពេកព្រោះពេលខ្លះចេញទៅលឿនពេកក៏ពិបាកដែរ អូយករណីដែលហុកលើកមកពិតជាច្រើនមែនតើពិតជាវាជាសញ្ញាសួរច្រើនណាឥឡូវបើមិនឲ្យចេញលឿនមិនអូប្រហែលរបស់ឃើញភ្លាមចេញទៅតាមសម្រួលមិនកើត តាំងពិតអាពេលចេញលឿនហ្នឹងវាអាចតាមយើងលឿនដែរគេដឹងថាយើងខ្លាចគេជាបញ្ហាទី1ដែលអាចនិយាយបានថាគាត់នឹងតែងតែអ្នកខ្លះក៏តែងតែប្រាប់ថាអូយតែឃើញហើយចេញទៅប្រកាសថាម្នាក់នឹងអត់មកតាបាទ ហើយដូចរឿងដែលយើងពាក់ព័ន្ធនៅកន្លែងរបស់គេច្បាស់ថាគេនឹងមកតាមដូចគ្នាបាទ អញ្ចឹងគឺនៅពេលដែលយើងអាចដឹងថារបស់អស់នឹងតាមយើងបានគឺមានតែវិធីសាស្ត្រមួយឯងបើអត់ចង់ឲ្យគេតាមយើងព្យាយាមធ្វើតាមសមួរធ្វើអត់ដឹងរឿងអត់ដឹងលឺអត់ដឹងអីទាំងអស់គឺជាវិធីសាស្ត្រដែលល្អអញ្ចឹងពេលដែលយើងចេញផុតពីកន្លែងហ្នឹងហើយយើងចាប់ផ្ដើមនិយាយប្រាប់ខ្លួនឯងថារបៀបថាយើងដោះលែងវារបៀបថាកុំនៅចងទៅលើរឿងហ្នឹងរហូតកុំដកនៅរឿងហ្នឹងអញ្ចឹងក្នុងករណីដែលអ្វីដែលហុកបានចែករំលែកនេះជាបទពិសោធន៍របស់ហុងជាអ្វីដែលហុកជួបប្រទះហើយក៏ជាមេរៀនមួយចំនួនជូនដល់ប្រិយមិត្តទាំងអស់សម្រាប់តាមដានទស្សនាដែរអញ្ចឹងក្នុងករណីនេះតើនៅក្នុងថ្ងៃនេះហុកនឹងចែករំលែកសាច់រឿងបែបណាខ្លះខ្ញុំអត់សួរប៉ុន្មានទេព្រោះមើលទៅលើស្ថានភាពបច្ចុប្បន្នរបស់ហុកសិនអញ្ចឹងក្នុងករណីនេះយើងអាចចាប់ផ្ដើមសាច់រឿងទី1ដែលហុកចង់ចែករំលែកអញ្ចឹងខ្ញុំចាប់ផ្ដើមចែករំលែកតាក់ទងជាមួយរឿងមិត្តភ័ក្តិរបស់ខ្ញុំតែខ្ញុំអត់ទាន់ថាហេតុអីមិនខ្ញុំចែករឿងហ្នឹងទេព្រោះតែសារតែខ្ញុំចង់ឲ្យបងប្អូនរៀងបើសិនជាគាត់អ្នកមានវិញ្ញាណឬមួយក៏បញ្ហាដែលដូចខ្ញុំអញ្ចឹងណាខ្ញុំឲ្យគាត់នឹងផ្ដល់ពេលវេលាទាំងអស់ហ្នឹងទៅជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទៅអូខេអញ្ចឹងគឺនៅពេលដែលខ្ញុំហ៊ានហ្នឹងរបៀបឲ្យយើងដើរជាក្រុមបងថ្នាក់ទីប្រហែលដែរអត់ថ្នាក់ទេសកលទេបងអូខេអញ្ចឹងនៅពេលហ្នឹងគឺយើងហ៊ានជាមួយនឹងក្រុមរបស់យើងដើរមួយក្រុមរបស់យើងអីចឹងទៅអញ្ចឹងនៅក្នុងថ្នាក់ហ្នឹងគឺខ្ញុំដើរប្រហែលជា 4-5 នាក់ហើយគាត់ហ្នឹងគឺស្ថិតនៅក្នុងអាយុគត់ហើយគាត់ហ្នឹងក៏ជាមនុស្សដែលមិនសូវជឿដែរបាទនៅពេលដែលគាត់នៅពេលអាយុគត់ហ្នឹងគាត់ចាប់ផ្ដើមមកសួរខ្ញុំថាម៉ែខ្ញុំអាយុ20ឯងខ្ញុំធ្វើមិនទៅគេថាខ្ញុំថាហើយ18ឯងគាត់នៅថាអត់ហងខ្ញុំ20ឯងហើយខ្ញុំក៏ប្រាប់គាត់វិញទៅថារឿងនៅពេលដែលយើងដល់អាយុគត់យើងអត់ដែរប្រាប់គេថាយើងជាអាយុចឹងទេពេលខ្លះមិនយកអាយុហ្នឹងទៅលាក់បាំងគេអីទេជនជាតិអ្នកក្បែរចិត្តផ្ទះយើងហ្នឹងណាគឺគេខ្លាចអាគមខ្លាំងបំផុតគឺគេនិយាយប្រាប់ថាបើសិនជាយើងហ៊ានតែយកអាយុយើងទៅប្រាប់គេគឺគេអាចធ្វើអ្វីបានទាំងអស់មកលើយើងបាទអញ្ចឹងខ្ញុំក៏ចាប់ដើមប្រាប់គាត់តាមដំណើរអញ្ចឹងទៅអញ្ចឹងក៏គាត់របៀបថាគាត់ចេះតែហាយអោមួយយើងទៅបងហើយទៅក៏គាត់ចាប់ដើមនិយាយប្រាប់ខ្ញុំតទៀតថាគាត់នឹងបានយល់សប្តិឃើញអីអញ្ចឹងគាត់បានយល់សប្តិថាឃើញមនុស្សប្រុស2នាក់ជិះម៉ូតូមិនមែនជិះម៉ូតូទេរត់ដេញតាមគាត់ពេលដែលជិះម៉ូតូហ្នឹងអញ្ចឹងនៅពេលដែលជិះម៉ូតូហ្នឹងគឺគាត់បានដួលម៉ូតូព្រុសហើយម្នាក់ប្រុសហ្នឹង2នាក់ហ្នឹងនៅពីក្រោយគាត់អញ្ចឹងនៅពេលហ្នឹងក៏ខ្ញុំចាប់ដើមប្រាប់ថាយល់សប្តិដូចអត់សូវល្អសោះខ្ញុំថាឲ្យទៅស្រោចទឹកទៅឲ្យម៉ាក់ប៉ាស្រោចទឹកអីចឹងទៅអញ្ចឹងក៏គាត់ចាប់ដើមនិយាយមកខ្ញុំថាចាហើយគាត់ភិច្រើនហៅខ្ញុំម៉ែអញ្ចឹងបងឯងបើសិនជាខ្ញុំនិយាយឡើងហ្នឹងទៅកុំឆ្ងល់ថាមិនគាត់ហៅខ្ញុំម៉ែអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏ចាប់ដើមពីមួយថ្ងៃទៅមួយថ្ងៃក៏គាត់នៅតែនិយាយរឿងដដែលដែលតាក់ទងជាមួយនឹងរឿងរបស់គាត់ហ្នឹងហើយថ្ងៃមួយហ្នឹងខ្ញុំចាប់បានគាត់ថាគាត់ពិបាកចិត្តខ្លាំងមែនតើដែលតាក់ទងជាមួយនឹងរឿងដែលគាត់បានកាត់ឡើងហ្នឹងព្រោះដោយសារតែថាមិត្តភ័ក្តិគាត់ហ្នឹងម្នាក់ហ្នឹងគាត់ឆ្លាញ់មិត្តភ័ក្តិគាត់ហើយគាត់អត់ចង់បោះបង់មិត្តភ័ក្តិគាត់ហ្នឹងទេគាត់ចង់ទៅរកមិត្តភ័ក្តិគាត់ហ្នឹងវិញព្រោះដោយសារតែគាត់អត់ដឹងថា
មានបញ្ហាអីមួយមាត់ភ័ក្រគាត់ហ្នឹងទេហើយគាត់បែកបាក់ស្នេហាឬមកគាត់ស្រឡាញ់គេម្នាក់អញ្ចឹងទៅគាត់និយាយរឿងពិបាកចិត្តទាំងអស់ហ្នឹងមកខ្ញុំអញ្ចឹងទៅខ្ញុំក៏ប្រាប់គាត់វិញថាកុំពិបាកចិត្តរឿងហ្នឹងតែវាកុំកើតវាកើតហើយអញ្ចឹងទៅហើយបន្ទាប់មកក៏គាត់នៅតែយកសັບដដែលយកសក់ក្រក់គាត់ហ្នឹងគាត់នៅប្រាប់ខ្ញុំទៅរឿងដដែលអញ្ចឹងទៅអញ្ចឹងរហូតដល់ថ្ងៃមួយហ្នឹងគឺជាថ្ងៃអឺថ្ងៃសុក្រហ្នឹងគឺគាត់ត្រូវទៅផ្ទះព្រោះដោយសារតែគាត់រៀនសកលអញ្ចឹងគឺគាត់ត្រូវឆ្ងាយផ្ទះនៅពេលដែលគាត់ត្រូវរៀនឆ្ងាយផ្ទះហ្នឹងគាត់ចាប់ផ្ដើមមកនិយាយជាមួយខ្ញុំម្ដងទៀតនៅពេលដែលគាត់ចាប់ផ្ដើមនិយាយជាមួយខ្ញុំម្ដងទៀតហ្នឹងតាក់ទងជាមួយនឹងរឿងដដែលគាត់ថាគាត់ពិបាកចិត្តខ្លាំងនៅតែពិបាកចិត្តនៅតែអង្គុយទិញពិបាកចិត្តអញ្ចឹងក៏ខ្ញុំឈុំនិយាយមកគាត់ហ្មងទៅអញ្ចឹងខ្ញុំបកស្រាយឲ្យអស់ហើយមិត្តភ័ក្ដិខ្ញុំហ្នឹងដែលគាត់នៅនឹងមួយគ្នាគាត់និយាយមួយមិត្តភ័ក្ដិខ្ញុំហ្នឹងអញ្ចឹងនៅពេលហ្នឹងខ្ញុំចាប់ផ្ដើមយកទូរស័ព្ទមកបងឯងដឹងហើយថាមនុស្សនៅពេលដែលយើងអង្គុយវាមិនតោមុខអញ្ចឹង ហ្នឹងហើយទល់មុខគ្នា ពេលហ្នឹងខ្ញុំចាប់ផ្ដើមអូសទូរស័ព្ទចេះនៅពេលដែលខ្ញុំអូសទូរស័ព្ទហ្នឹងណាខ្ញុំមានអារម្មណ៍ថាសក់ពីណាគេវែងម៉េះហើយពេលហ្នឹងខ្ញុំកលិចតិចនៅពេលដែលខ្ញុំកលិចតិចហ្នឹងគឺខ្ញុំឃើញគាត់ហ្នឹងជាតម្រង់មនុស្សស្រីដែលតម្លាក់សក់មកមុខ អូបានឲ្យសក់ក្រុមមុខតែបុគ្គលហ្នឹងមិត្តភ័ក្ដិរបស់ហុកជាមនុស្សសក់ខ្លីឬសក់វែង សក់មកល្មមតែបងប៉ុន្តែខ្ញុំទទួលបានអារម្មណ៍មួយថាគាត់ហ្នឹងគឺជាមនុស្សស្រីហើយតម្លាក់សក់មកមុខហើយតកិច្ចភ្នែកចេះ របៀបស្លក់យើង ហ្នឹងហើយ ហ្នឹងហើយផាកតុយភ្នែកស្លក់យើង នៅពេលហ្នឹងក៏ខ្ញុំចាប់ផ្ដើមថាកូនហ្នឹងហត់តអត់ស្រួល បាទ បន្ទាប់មកភ្លើងដាច់ព្រោះដោយសារតែអាគារហ្នឹងឧទាហរណ៍ថាតែពេលយើងចេញពីរៀនគឺភាគច្រើនខ្ញុំអង្គុយដល់ម៉ោង11 12ម៉ោង11 12ថ្ងៃអញ្ចឹងបាទខ្ញុំចុះមកដល់ខាងក្រោមដល់ពេលថ្ងៃហ្នឹងគឺស្រាប់តែធំម៉ោង10បន្តិចគឺគេបិទយកហ្មង បិទភ្លើង នៅពេលដែលខ្ញុំឃើញគាត់ហ្នឹងបិទភ្លើងហើយបន្ទាប់មកគាត់អត់មានអារម្មណ៍ភ័យទេប៉ុន្តែខ្ញុំចាប់ផ្ដើមភ័យជាមួយនឹងមិត្តភ័ក្ដិរបស់ខ្ញុំហ្នឹងហើយក៏យើងចាប់ផ្ដើមរៀបបានដើរចេញទៅខាងក្រៅដើម្បីទៅចរាយន្តចុះមកខាងក្រោមវិញ ហេតុការណ៍ហ្នឹងកើតឡើងគឺពេលយប់ត្រូវហ៎ឬក៏ពេលព្រឹក ពេលផឹក អូដល់ព្រឹក ហ្នឹងហើយបងអញ្ចឹងនៅពេលហ្នឹងក៏ខ្ញុំចាប់ផ្ដើមព្រោះគេចេញអស់ហើយព្រោះល្បាក់ម៉ោងមិនដល់2-10ថ្ងៃត្រង់អញ្ចឹងគឺមានតែពួកខ្ញុំឯងនៅពេលដែលចរាយន្តបោកមកភ្លាមហ្នឹងគឺខ្ញុំចាប់ផ្ដើមមួយមិត្តភ័ក្ដិខ្ញុំហ្នឹងចូលទៅខាងក្នុងគាត់ហ្នឹងរបៀបថាដើរសើកដូចមនុស្សអត់វិញ្ញាណអញ្ចឹងនៅពេលហ្នឹងខ្ញុំស្រែកប្រាប់គាត់ថាខេចូលមកក្នុងបានគាត់ថាអូយម៉ែគាត់ប្រាប់ខ្ញុំឯងវាថាគាត់អត់ដឹងអីទាំងអស់ វាថាមនុស្សស្លងអារម្មណ៍ទៅហ្មងណានៅពេលហ្នឹងក៏គាត់ដើរចូលមកដល់ខាងហ្នឹងនៅពេលដែលគាត់ដើរចូលមកដល់ពឹបចរាយន្តហ្នឹងបាត់ទ្វារពឹបនៅពេលដែលគាត់បាត់ទ្វារហ្នឹងណាខ្ញុំចុចជន់ជីចរាយន្តហ្នឹងអត់ទៅទេតោះតែវាបើកមកម្ដងទៀតដូចមានមនុស្សចូលមកចឹងលឺទៅទឹកបានចរាយន្តហ្នឹងបិទទៅវិញហើយពួកខ្ញុំចាប់ដើមមើលមុខគ្នាថាដូចអត់ស្រួលសោះចឹងក៏គាត់ចាប់ដើមអូយម៉ែខ្ញុំព្រឺសបល់แล้วនេះអីចឹងទៅហើយខ្ញុំ បុគ្គលហ្នឹងចាប់ផ្ដើមព្រឺសបល់ ហ្នឹងហើយបន្ទាប់មកក៏ខ្ញុំនិយាយថាទៅផ្ទះវិញស្រោចទឹកទៅពេលខ្លះវាជាជើងលេខរបស់គាត់ យល់ ខ្ញុំអត់អាចនិយាយប្រាប់ថាហែងជួបរឿងអីទេចឹងទៅក៏ខ្ញុំប្រាប់មិត្តភ័ក្ដិខ្ញុំហ្នឹងឲ្យថាចាំប្រាប់វាថងឲ្យស្រោចទឹកស្រោចអីទៅចឹងនៅយប់ថ្ងៃសៅរ៍ហ្នឹងគាត់បានឆាតមកខ្ញុំម្ដងទៀតគាត់ថាគាត់ពិបាកចិត្តនៅពេលដែលគាត់ពិបាកចិត្តហ្នឹងគឺខ្ញុំចាប់ផ្ដើមនិយាយមួយគាត់ម្ដងទៀតថាបើសិនជាពិបាកចិត្តកុំកាត់ច្រើនគឺខ្ញុំមានតែពាក្យហ្នឹងហើយខ្ញុំអត់មានពាក្យអីផ្សេងទេហើយបន្ទាប់មកថ្ងៃអាទិត្យហ្នឹងគាត់ចាប់ផ្ដើមឆាតសួរខ្ញុំថាចេះបងឯងចេះអត់ម៉ោងmicro តែពេលហ្នឹង អូ ខ្ញុំ micro economic បាទ ពេលហ្នឹងខ្ញុំរៀន micro economic ហ្នឹងគឺគេមានpresentation មួយគឺចាប់ក្រុមតែ2នាក់ឯងនៅពេលហ្នឹងគឺយើងក៏បាន2នាក់គាត់ហ្នឹងហើយបន្ទាប់មកគាត់ហ្នឹង2នាក់មិត្តភ័ក្ដិគាត់មួយទៀតហ្នឹងអញ្ចឹងនៅពេលហ្នឹងក៏ខ្ញុំប្រាប់គាត់ថាចាំម្នាក់ទៀតផ្ញើ slide មកខ្ញុំ drop ឲ្យវិញទៅអញ្ចឹងនៅពេលហ្នឹងក៏គាត់និយាយថាចាម៉ែអរគុណច្រើនម៉ែអញ្ចឹងណាម៉ែកុំភ្លេចខ្ញុំណាអញ្ចឹងនៅពេលហ្នឹងគឺ តែបញ្ជាក់ថាពេលហ្នឹងបុគ្គលដែលជាមិត្តភ័ក្ដិម្ចាស់សាច់រឿងមួយហ្នឹងគឺមិនមែននៅក្នុងក្រុមរបស់ហុកទេនៅក្រុមមួយទៀត ហ្នឹងហើយបងនៅក្នុងក្រុមមួយទៀតអញ្ចឹងក៏គាត់ចាប់ផ្ដើមនិយាយអញ្ចឹងហើយខ្ញុំក៏ថាអូខេចាំម៉ែនេះឲ្យអញ្ចឹងណាហើយបន្ទាប់មកពេលថ្ងៃអាទិត្យហ្នឹងពេលយប់ហ្នឹងក៏ខ្ញុំអត់ទាន់មានដឹងរឿងអីកើតឡើងដែរ
ពេលហ្នឹងពេលព្រឹកថ្ងៃច័ន្ទខ្ញុំត្រូវមករៀនវិញអញ្ចឹងថ្ងៃហ្នឹងគឺគេ combine ថ្នាក់ខ្ញុំគឺត្រូវរៀន combine គ្នានៅពេលដែលគាត់ត្រូវរៀន combine ហ្នឹងខ្ញុំមានអារម្មណ៍ថាឃ្លានបបរថ្ងៃហ្នឹងព្រោះសាលាហ្នឹងគេលក់បបរនៅជាន់ហ្នឹងអញ្ចឹងខ្ញុំក៏ទៅញ៉ាំបបរហ្នឹងពេលដែលខ្ញុំទៅជាន់ហ្នឹងគឺខ្ញុំរៀងមានអារម្មណ៍ដូចខ្លាចអញ្ចឹងណាអញ្ចឹងខ្ញុំឃើញ K ហ្នឹងកំពុងអង្គុយយំអលបៀត យល់ ហើយបន្ទាប់ទៅខ្ញុំដើរទៅដល់គាត់ក៏បាននិយាយប្រាប់ថាម៉ែសលេងនឹងញ័រហើយខ្សោយហើយពេលទៅក៏ខ្ញុំថាមានរឿងអីមែនគាត់មកអាវខ្មៅខោខ្មៅហើយខ្ញុំក៏ថាមានរឿងអីមែនបានយំអញ្ចឹងណាអញ្ចឹងគាត់នៅអត់ទេគាត់នៅទៅហឺរហូតហើយពេលទៅក៏ខ្ញុំអោបគាត់ខ្ញុំអត់ដែរអោបណាគេតែថ្ងៃហ្នឹងខ្ញុំអោបគាត់ហើយខ្ញុំស្រាប់ឃើញមុខគាត់ទៅដូចជាមានឈាមហើយប្រឡាក់ដីអញ្ចឹងខ្ញុំថាអត់ដូរកៅអៅអីទេអញ្ចឹងគាត់ថាគាត់លើកថង់គាត់នៅនេះគាត់អត់និយាយទាំងអស់គាត់ដាក់ថង់គាត់នៅហ្នឹងណាអញ្ចឹងគាត់ក៏និយាយទៅក៏ខ្ញុំនិយាយថាទៅដូរកៅអៅទៅព្រោះដោយសារតែថាយើងតិចទៀតតមកចូលរៀនព្រោះប្រយ័ត្នយកស្លាកថាឲ្យអញ្ចឹងខ្ញុំក៏ដើរទៅខាងក្រោមញ៉ាំបបរធម្មតានៅពេលដែលមកជុំគ្នាអស់ហ្នឹងនៅក្នុងបន្ទប់ហ្នឹងក៏អត់ទាន់មានណាគេមកពេញដែរព្រោះដោយសារតែថាមាត់ភ័ក្រខ្ញុំហ្នឹងមករៀងយូរដល់ម៉ោង 7 ទៅអញ្ចឹងអត់មានណាគេបានមកប្រាប់ខ្ញុំថាមានរឿងអីទៀតទេអញ្ចឹងក៏ពេលមកជុំគ្នាអស់ហ្នឹងម្នាក់ទៀតហ្នឹងក៏អត់ទាន់បាននិយាយអីតគាត់មកដល់បានគាត់និយាយចាប់ដើមនិយាយហ្មងគាត់ចាប់ដើមនិយាយថា K ហ្នឹងស្លាប់ហើយបន្ទាប់មកខ្ញុំក៏រៀងភាំងថាចុះ K ដែលអោបខ្ញុំមិញហ្នឹងគឺជាណាគេអញ្ចឹងក៏ខ្ញុំចាប់ដើមរៀង slot ដូចគ្នាហើយតាំងពីពេលហ្នឹងទៅក៏ខ្ញុំជាមួយគាត់ហ្នឹងមានអារម្មណ៍ខុសប្លែកគាត់ណាដែរបញ្ជាក់ផងដែរថាមានមិត្តភ័ក្តិរបស់ហុកម្នាក់ទៀតកំពុងតែអង្គុយពីក្រោយកាមេរ៉ាអញ្ចឹងហើយបើគាត់ជ្រាំដែលខ្ញុំមើលទៅដៃលើហុកដែរហ្នឹងហើយឥឡូវយើងដាក់មិត្តភ័ក្តិគាត់ថាឈ្មោះ A អញ្ចឹងចុះហ្នឹងហើយឈ្មោះ A អញ្ចឹងចុះស្រួលឈ្មោះ A បន្ទាប់មកក៏ខ្ញុំប្រាប់ថាថ្ងៃហ្នឹងខ្ញុំនៅអត់បានយូរទេខ្ញុំត្រូវទៅផ្ទះវិញហើយអញ្ចឹងពេលយកគាត់មកហៅខ្ញុំគាត់មកហៅនៅក្នុងទម្រង់មួយដែលតាក់ទងជាមួយនឹងពេលហ្នឹងវាប្រហែលយើងចេញទៅពីរៀនយើងតែទៅកន្លែងកាហ្វេអញ្ចឹងនៅពេលដែលយើងទៅកន្លែងកាហ្វេហ្នឹងគឺគាត់បានប្រាប់ខ្ញុំថាម៉ែមកហៅកាហ្វេដែរមែនអញ្ចឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំអត់បានឆ្លើយមួយគាត់ទេព្រោះពេលសពភ្លាមទាំងម៉ែខ្ញុំទាំងអីខ្ញុំពេលគាត់មកបញ្យល់សពខ្ញុំបានធំងឿកតែប៉ុណ្្នឹងឯងបងអញ្ចឹងដល់ពេលហ្នឹងក៏ខ្ញុំបានទៅធំទៅងឿកហ្នឹងប៉ុន្តែថ្ងៃបន្ទាប់ពីថ្ងៃទី2ខ្ញុំមករៀនហ្នឹងគឺខ្ញុំបានទទួលរឿងច្រើនខ្លាំងមែនតើអញ្ចឹងគឺពេលហ្នឹងត្រូវយើងមកស្ថិតិនៅពេលម៉ោងហ្នឹងគឺយើងរៀនបែបធម្មតាប៉ុន្តែគេដឹងរឿងលឺដែរអញ្ចឹងនៅពេលដែលយើងកំពុងរៀនទៅវាចិត្តម៉ោងចេញទៅផ្ទះហើយនៅពេលដែលចិត្តដល់ម៉ោងចេញទៅផ្ទះហ្នឹងមកភាយមកហ្នឹងចំោះខ្ញុំធំក្លិនធូបដូចអាណាញុកមុខយកធូបមកញុកចំោះខ្ញុំយកមកអញ្ចឹងក៏ខ្ញុំមានអារម្មណ៍ថាដូចវារៀងខ្លាចរៀងភ័យអញ្ចឹងណាបងដល់ពេលអញ្ចឹងបានមកសទុះភ្លើងហ្នឹងគឺឥឡូវដូចលេងរឿងអញ្ចឹងអញ្ចឹងក្នុងថ្នាក់ហ្នឹងហើយបន្ទាប់មកពួកហ្នឹងរត់ចេញអស់ខ្លាចដល់ពេលទៅក៏ខ្ញុំចេញទៅខាងក្រៅហើយក៏ចាប់ដើមហៅគ្នាមកអញ្ចឹងមិត្តភ័ក្តិរបស់គាត់មួយទៀតហ្នឹងស្និទ្ធមួយគាត់ខ្លាំងមែនតើនិយាយថាយើងទៅគេងផ្ទះគាត់អីចឹងណាគាត់ហ្នឹងមិត្តភ័ក្តិមួយទៀតដែលធ្លាប់ជាមិត្តភ័ក្តិគ្នាមួយគាត់ហ្នឹងណាអូខេយើងដាក់ថាឈ្មោះ C ចឹងចុះម្នាក់ C ហ្នឹងគឺធ្លាប់ជាមិត្តភ័ក្តិជិតស្និទ្ធរបស់ K ហ្នឹងហើយអូខេម្នាក់ C ហ្នឹងគាត់មិត្តជិតស្និទ្ធរបស់ K ដល់ពេលមកក៏គាត់ចាប់ផ្ដើមមកប្រាប់ខ្ញុំថាអញ្ចឹងបងឯងដឹងមកចត់ពេលថ្ងៃដែលវាស្លាប់ហ្នឹងណាគឺឆ្កែផ្ទះខ្ញុំគឺលូខ្លាំងមែនតើហើយបន្ទាប់មកប៉ារបស់គាត់ហ្នឹងគឺបានឃើញម្នាក់ស្រីហ្នឹងកំពុងតែគោះទ្វាររកចូលផ្ទះគាត់ហ្នឹងអញ្ចឹងដល់ពេលហ្នឹងគឺគាត់បានព្យាយាមទៅលេងគេគ្រប់គ្នាអញ្ចឹងក៏ខ្ញុំប្រាប់ថានៅពេលដែលមនុស្សស្លាប់វាអាចតាមដល់របស់អញ្ចឹងបើសិនជាយើងខ្លាចខ្លាំងយើងព្យាយាមយករបស់ដែលគាត់ធ្លាប់ឲ្យហ្នឹងណាយើងយកចេញមកខាងក្រៅបន្ទប់ហ
ហើយយើងត្រូវប្រាប់ជំនាញផ្ទះភ្លាមថាមនុស្សដែលបានស្លាប់ហើយមិនបាច់ឲ្យចូលទេអាហ្នឹងមិនមែនជាវិធីដែល selfish ទេប៉ុន្តែយើងគ្រាន់តែថាយើងត្រូវការពារខ្លួនដូចគ្នាព្រោះពេលខ្លះយើងមិនប្រកាសថាបហូតមួយហ្នឹងល្អឬមួយក៏អាក្រក់ទេ បាទ អញ្ចឹងគឺនៅពេលហ្នឹងគាត់ចាប់ផ្ដើមប្រាប់ខ្ញុំរឿងអីចឹងទៅហើយបន្ថែមមួយវិញទៀតហ្នឹងគឺនៅពេលដែលគាត់បានស្លាប់ហើយប្រហែលជាថ្ងៃទី2ហ្នឹងគឺមានមនុស្សស្រីម្នាក់បានដើរទៅបន្ទប់ទឹកនៅក្នុងសាលាខ្ញុំនៅពេលដែលគាត់ដើរទៅដល់បន្ទប់ទឹកហ្នឹងគាត់របៀបថាគាត់ចូលឈូសនោមហើយនៅពេលចូលឈូសនោមហើយគាត់មិនត្រូវចេញមកវិញនៅពេលដែលចេញមកវិញហ្នឹងគាត់ឃើញម្នាក់ហ្នឹងគឺពងឆោឆ្លុកកញ្ចក់ យល់ អាកញ្ចក់ដែលខ្ញុំផ្ញើឲ្យបងមើលហ្នឹង បាទ បន្ទាប់មកទ្វាដែលប្រងនឹងដើរចេញហ្នឹងគឺបិទដាំងហ្មងអញ្ចឹងសួរថាបើសិនជាម្នាក់ស្រីនៅក្នុងហ្នឹងហើយគាត់ខេហ្នឹងនៅក្នុងហ្នឹងកំពុងតែឆក់កញ្ចក់សួរថាមានវាហៅយើងខ្លាចខ្លាំងប៉ុណ្ណាអញ្ចឹងនេះគឺជារឿងទី1ដែលរបស់ពួកគាត់ហ្នឹងបានជួបអញ្ចឹងគាត់មកប្រាប់ពួកខ្ញុំហើយបន្ទាប់មកក៏7ថ្ងៃរបស់គាត់ដល់ថ្ងៃ7ថ្ងៃរបស់គាត់ហ្នឹងគឺគ្រូរបស់ខ្ញុំហ្នឹងបានប្រាប់ថាអញ្ចេះមានបានធំក្លិនអីអត់ខ្ញុំប្រាប់ថាអត់ផងខ្ញុំព្យាយាមនិយាយថាអត់កុំឲ្យគេ slot ចឹងណាបងអញ្ចឹងនៅពេលដែលគេនិយាយថានៅពេលដែលគាត់សួរអញ្ចឹងគាត់និយាយថាអត់ទេហើយទៅក៏គាត់បានចាប់ផ្ដើមនិយាយប្រាប់ខ្ញុំថាគាត់បានធំក្លិនទឹកអប់ដែរមនុស្សខេនឹងប្រើហើយបន្ទាប់មកគឺគេចាប់ផ្ដើមថានៅក្នុងថ្នាក់ហ្នឹងគឺហ៊ានអត់កើតទេហើយបើគ្រូវិញគាត់និយាយថាពេលដែលគាត់ទៅសេហ្នឹងគាត់មានអារម្មណ៍ថាពីណាគេនៅពីក្រោយនៅពីក្រោយមើលមុខគាត់អីចឹងទៅវានៅពីក្រោយលេងពីមួយគាត់អីចឹងណាអញ្ចឹងក៏គាត់រៀងខ្លាចដល់ពេលទៅគាត់ប្រាប់ខ្ញុំថាខ្ញុំអត់ដឹងដែរហ្នឹងព្រោះដោយសារតែខ្ញុំអត់មានបញ្ហាអីឃើញអីទេដល់ពេលអញ្ចឹងពេលយប់គាត់មកបញ្យល់សពខ្ញុំម្ដងទៀតគាត់មកបញ្យល់សពខ្ញុំថាម៉ែខ្ញុំទៅហើយណាអញ្ចឹងគឺអាចនិយាយបានថាពេលហ្នឹងគាត់បញ្យល់សពខ្ញុំប្រាប់ថាគាត់ទៅចាប់ជាតិមិនដឹងអីមិនដឹងទេប៉ុន្តែរឿងដែលខ្ញុំឆុតខ្លាំងបំផុតខ្ញុំនិយាយថាមុនពេលដែលវាបានស្លាប់ហ្នឹងវាចាំណាគេម្នាក់វាចាំទូរស័ព្ទណាគេម្នាក់អាហ្នឹងមាត់ខ្ញុំនិយាយតែមិនមែនខ្ញុំអ្នកនិយាយយល់ អញ្ចឹងនៅពេលហ្នឹងគឺមិត្តភ័ក្តិរបស់គាត់ហ្នឹងបានធ្វើបន់ហើយអស់ហើយក៏គាត់ចាប់ផ្ដើមមកបំពេញវិញអញ្ចឹងខ្ញុំចាប់ផ្ដើមប្រាប់ជាមួយនឹងបុគ្គល A ហ្នឹងហើយ បុគ្គល A ថាវាកំពុងចាំណាគេម្នាក់ចាំទូរស័ព្ទណាគេម្នាក់អញ្ចឹងនៅពេលមិត្តភ័ក្តិគាត់ដែលធ្វើបន់ហ្នឹងហើយគាត់ដឹងរឿងទាំងអស់ហ្នឹងគាត់និយាយថាអញ្ចេះវាមិនជីកតាមមកជុំផ្ទះហ្នឹងទេវាជីកផុតផ្ទះ2 3ដងហើយរហូតវាកំពុងតែនិយាយទូរស័ព្ទជាមួយនឹងណាគេម្នាក់អញ្ចឹងទៅវាថាបងយើងត្រូវគ្នាអីចឹងណាមិត្តភ័ក្តិគាត់ទេយើងត្រូវគ្នាអីចឹងទៅយើងនិយាយអស់គ្នាអីវិញអញ្ចឹងទៅប៉ុន្តែស្រាប់តែអីវាជីកទៅបុកខឿនអញ្ចឹងមានន័យថាមុននឹងខ្ញុំបានដឹងហ្នឹងគឺតកតងជាមួយនឹង message ដែលគាត់បានផ្ញើមកខ្ញុំហ្នឹងគឺដូចអ្វីដែលខ្ញុំបាននិយាយព្រៀងជាមួយនឹង A ហ្នឹងមែនព្រោះដោយសារតែថាខ្ញុំមិនដឹងមិនទេតែមានអារម្មណ៍ថាវារៀងឲ្យតែពេលមានរឿងអីខ្ញុំដឹងរឿងមុនបាទដឹងហេតុមុនបាទអញ្ចឹងគឺនៅពេលបន្ថែមពីហ្នឹងទៅទៀតគឺអត់មានរឿងអីតទៀតទេព្រោះដោយសារតែពួកគាត់ហ្នឹងបានចាប់ផ្ដើមទៅកន្លែងផ្លូវរៀងខ្លួនអីអញ្ចឹងណាហើយខ្ញុំក៏ចាប់ផ្ដើមធ្វើធម្មតាអីវិញអញ្ចឹងទៅហើយណាមួយវិញហ្នឹងគឺមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងគាត់តែងតែនិយាយប្រាប់ថានៅពេលដែលបុគ្គល A មុនបុគ្គល K ហ្នឹងចាប់ផ្ដើមផុតដង្ហើមឬមួយក៏ស្លាប់ហ្នឹងគឺគាត់បាននិយាយប្រាប់បុគ្គល A ថាកុំភ្លេចឈ្មោះគាត់ចឹងនៅពេលដែលគាត់ប្រាប់ថាកុំភ្លេចឈ្មោះគាត់ហ្នឹងគឺជាថ្ងៃដែលគាត់បានស្លាប់អញ្ចឹងរឿងរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងនេះគឺជាសាច់រឿងទី1របស់ហុកគួរឲ្យចាប់អារម្មណ៍មែនតើដោយឡែកខ្ញុំព្យាយាមតាមដូចគ្នាខ្ញុំព្យាយាមតាមសាច់រឿង
ខ្ញុំក៏សូមឲ្យប្រិយមិត្តទាំងអស់មេត្តាអធិស្ឋានដែរបើសិនជាស្ដាប់ទៅរៀងវល់បន្តិចណាព្រោះដោយសារតែទីមួយខ្ញុំដឹងពីស្ថានភាពរូបរាងកាយរបស់ហុកឥឡូវហ្នឹងទោះនិយាយក៏ដោយក៏ព្យាយាមសម្រួលអារម្មណ៍ខ្លាំងមែនតែនទាំងញ័រមាត់ទាំងអីទាំងអក្នុងពេលឥឡូវហ្នឹងអញ្ចឹងសាច់រឿងទាំងអស់វាប្រតិគ្នាក៏ពិតទៅអ្វីដែលខ្ញុំគួរឲ្យចាប់អារម្មណ៍បំផុតហើយគឺជាទង្វើរបស់អ្នកចិត្តផុតទាំងអស់ធ្វើតែងតែធ្វើអីប្លែកៗភាគច្រើនគឺតែងតែធ្វើអីប្លែកៗហ្មងទី1ដូចបានប្រាប់ទៅបុគ្គល A អញ្ចឹង K ហ្នឹងណាថាកុំឲ្យភ្លេចឈ្មោះគាត់អ្នកខ្លះមិនមែនជាមនុស្សឧស្សាហ៍រៀបផ្ទះបោសផ្ទះទេសឹងតែថារាល់ថ្ងៃហ្នឹងដើរសឹងតែប្រឡាក់ជើងតែថ្ងៃហ្នឹងផ្ទះគាត់ស្អាតចម្លែកឬក៏បោកកៅអៅបត់កៅអៅអីគឺមានទង្វើចម្លែកខុសប្រក្រតីហាក់ដូចជាគាត់ដឹងខ្លួនមុនតើនេះជារឿងពិតដែរឬអត់ដែលពីជំហររបស់ហុកវិញបើឲ្យខ្ញុំនិយាយថាវាហឹងប៉ាត់អត់ខ្ញុំអាយថាវាប៉ាត់ដែរប៉ុន្តែគ្រាន់ថាវា including ទៅលើអាពេលដែលគាត់ជួបនឹងអារម្មណ៍របស់គាត់ពេលខ្លះអារម្មណ៍ទាញយើងកាន់តែខ្លាំងគឺយើងទៅតាមតែខ្លាំងយល់អញ្ចឹងគួរនិយាយថាអបិយជំនឿភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្រកុំជឿស្លុងទៅលើអបិយជំនឿខ្លាំងពេកហើយសូមជឿជាក់ទៅលើចិត្តរបស់ខ្លួនឯងដោយបង្កើនធម៌ពលចិត្តខ្លួនឯងឲ្យមានភាពវិជ្ជមានច្រើនជាងមុនតែអ្វីដែលហុកបាននិយាយមុនហ្នឹងគឺតេតិនជាមួយនឹងថាគាត់ចាំបុគ្គលណាម្នាក់ហើយមានភ័ស្តុតាងជាច្រើនឬក៏មានសាក្សីជាច្រើនដែលឃើញគាត់ជិះហួសផ្ទះច្រើនដងហាក់ដូចជាគាត់ចាំទូរស័ព្ទម្នាក់ហ្នឹងណាព្រោះសាច់រឿងហ្នឹងគួរនិយាយថាយើងត្រូវគ្នាវិញទៅប៉ុន្តែទាញទូរស័ព្ទមកអត់ឃើញឆ្លើយតបអត់ឃើញរហូតដល់ភ្លេចភ្លាំងជិះតែបុកខឿនរហូតដល់បាត់បង់ជីវិតអញ្ចឹងខ្ញុំសង្ខេបទៅហ្នឹងអូខេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចយល់បាននៅសាច់រឿងទី1ខ្ញុំនិយាយដដែលហើយក៏ខន្តីអភ័យទោសបើសិនជាការបកស្រាយរបស់វាគ្មិនរបស់ខ្ញុំក្នុងថ្ងៃនេះមានភាពរអាក់រអួលបែបណានោះគឺតាក់ទិនជាមួយនឹងស្ថានអារម្មណ៍របស់គាត់ក៏តាក់ទិនជាមួយនឹងស្ថានភាពសុខភាពរបស់គាត់ដូចគ្នាដែរហើយសង្ឃឹមថាបងប្អូនយល់យកហើយបងប្អូនអាចទទួលបានសារមួយដែលបង្កប់បកស្រាយត្រូវប្រាប់បងប្អូនដោយដែលខ្ញុំបាននិយាយមុនហ្នឹងណាតាក់ទិនជាមួយនឹងមនុស្សចិត្តស្លាប់តែងតែដឹងខ្លួនអញ្ចឹងបងប្អូនអាសាសង្កេតទៅឲ្យមានសតិដឹងមួយដែលថាអូបុគ្គលម្នាក់ហ្នឹងដូចមិនដែលធ្វើអញ្ចឹងជាមួយខ្ញុំទេថ្ងៃនេះហាក់ដូចជាប្លែកអញ្ចឹងសូមជួយសម្គាល់គាត់ហើយគួរអាក្រក់ស្ដាប់ថាមិនចង្រៃអីនឹងតាមដានគាត់មួយសប្តាហ៍ទេមួយសប្តាហ៍មើលថាតើគាត់ប្រក្រតីវិញទេឬក៏យ៉ាងម៉េចព្រោះពាក្យថាស្ដាយក្រោយគឺកើតឡើងហើយដែលយើងស្ដាយមិនដែលមានពាក្យថាស្ដាយពីមុខទេវាមានតែពាក្យស្ដាយក្រោយទេអញ្ចឹងនេះគឺជាសារអប់រំមួយយ៉ាងល្អសម្រាប់បងប្អូនទាំងអស់គ្នាហើយវីដេអូមួយនេះយើងកាត់កណាត់ច្រើនមែនទែនអញ្ចឹងក៏សង្ឃឹមថាបងប្អូនយល់ដូចគ្នាដែរអញ្ចឹងកុំឲ្យខាតពេលយើងចូលដល់សាច់រឿងទី2របស់ហុកតែម្ដងអូខេបងអញ្ចឹងចាប់ផ្ដើមដល់សាច់រឿងទី2របស់ខ្ញុំហ្នឹងតាក់ទងជាមួយនឹងផ្ទះរបស់ខ្ញុំបាទផ្ទះរបស់ខ្ញុំហ្នឹងពីមុនឡើយមានមនុស្សគេងនៅខាងលើអញ្ចឹងគឺនៅពេលដែលបាត់ពីអ្នកដែលគាត់គេងនៅខាងលើហ្នឹងគឺផ្ទះហ្នឹងត្រូវបានទុកចោលជប់មានន័យថាម៉េចទៅមានមនុស្សគេងនៅលើបានថាផ្ទះរបស់ហុកមួយជុងតែម្ដងឬក៏ម៉េចនិយាយទៅផ្ទះខ្ញុំល្វែងប៉ុន្តែនៅខាងលើហ្នឹងគឺខ្ញុំរះដាច់ពីផ្ទះក្រោមបានន័យថាមកផ្លូវចូលគឺតែមកល្វែងទេឡើងដល់ជាន់ទី1ពីរល្វែងជាប់គ្នាអញ្ចឹងហ៎ពីរផ្ទះដូចរបៀបថាអានេះជាន់ទី1អញ្ចឹងបន្ទាប់មកមានជាន់ខាងលើមួយទៀតហ្នឹងជាន់ខាងលើហ្នឹងអាផ្ទះខាងពីក្រោមផ្ទះហ្នឹងគេមានតែជាន់ទី1ទេហ្នឹងហើយខ្ញុំរះ3អញ្ចឹងទៅអញ្ចឹងពីដំបូងហ្នឹងគឺមានអ្នកគេងដូចពូខ្ញុំគាត់នៅគេងនៅលើហ្នឹងអញ្ចឹងណាគាត់អត់តាន់ទៅនៅស្រុកគេអញ្ចឹងទៅអញ្ចឹងឥឡូវហ្នឹងគាត់ទៅស្រុកគេនៅអញ្ចឹងផ្ទះហ្នឹងគឺត្រូវទុកចោលទាំងអស់ឬក៏តាក់មកជាន់ទី1ហ្នឹងទេណាមកជាន់ទី1ដែលគាត់ធ្លាប់នៅហ្នឹងគឺទុកចោលហ្នឹងហើយអញ្ចឹងនៅពេលដែលគាត់ទុកចោលផ្ទះហ្នឹងទៅនៅពេលហ្នឹងផ្ទះខ្ញុំហ្នឹងត្រូវបានដាក់អវ៉ាន់ព្រោះយើងរកស៊ីលក់ដូរដូចគ្រឿងដែកគ្រឿងអវ៉ាន់គ្រឿងអីអញ្ចឹងនៅលើហ្នឹងគឺពាពេញដល់អវ៉ាន់ទាំងអស់ស្តុកបាទហ្នឹងហើយអញ្ចឹងគឺនៅពេលហ្នឹងគឺមានសម្លេងចម្លែកនៅខាងលើហ្នឹងអញ្ចឹងមុនដំបូង
ខ្ញុំដឹងពីអាដូឆ្កែរបស់ខ្ញុំហ្នឹងឈ្មោះអាដូវាឡើងទៅព្រុសនៅលើហ្នឹងអញ្ចឹងក៏ខ្ញុំមានអារម្មណ៍ថាមិនបានវាព្រុសរហូតចឹងអញ្ចឹងនៅពេលហ្នឹងក៏ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាចម្លែកដែរហើយបងប្អូនខ្ញុំមួយហ្នឹងគាត់នៅចាហៀងមកចាហៀងអាផ្ទះល្បែងអាផ្ទះ2ជួរហ្នឹងគាត់នៅខាងជ្រុងខាងនោះអញ្ចឹងផ្ទះខ្ញុំនៅខាងនេះមួយអញ្ចឹងជាន់ហ្នឹងគឺវាមានពុះពាក់កណ្ដាលទៅក៏គាត់និយាយប្រាប់ខ្ញុំថាអាដូព្រុសរហូតនេះឯងដើរឡើងមកមើលអីចឹងអត់ខ្ញុំគាត់ប្រាប់គាត់វិញថាប្រហែលជាមានរឿងអីមិនដឹងបានវាព្រុសអីចឹងវាណាមួយវាទៅលើម្នាក់ឯងលើវាស្រែកហៅម្ចាស់វាអញ្ចឹងព្រោះដោយសារតែរហដងវាទៅមានម្ចាស់តលើកនោះវាអត់មានម្ចាស់វាមិនស្រែកព្រុសហៅគ្នាអីចឹងទៅអញ្ចឹងនៅពេលហ្នឹងក៏បន្ទាប់ពីបានប្រហែលជាមួយខែទៅមួយខែទៀតគឺខ្ញុំចាប់ផ្ដើមយល់សប្តិនៅពេលដែលខ្ញុំចាប់ផ្ដើមយល់សប្តិហ្នឹងគឺខ្ញុំបានឃើញមនុស្សស្រីម្នាក់បានចាប់ម៉ាក់ខ្ញុំឡើងទៅខាងលើនៅពេលដែលគាត់ចាប់ម៉ាក់ខ្ញុំឡើងទៅខាងលើហ្នឹងគឺគាត់បាននិយាយថាហើយត្រូវយករបស់អីសែនមកឲ្យអញបានអញដោះលែងម៉ែអញទៅអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមយល់សប្តិចឹងហើយខ្ញុំអត់បានប្រាប់ម៉ាក់ខ្ញុំទេព្រោះដោយសារតែពេលដែលនៅពេលដែលខ្ញុំប្រាប់ម៉ាក់ខ្ញុំហ្នឹងគឺគាត់តែងតែនិយាយថាគុំនេះពេកព្រោះដោយសារតែផ្ទះយើងទេវាមិនតែមានរបស់អត់ល្អអីចូលមកក្នុងផ្ទះរបស់យើងទេហើយបន្ទាប់មកក៏ខ្ញុំចាប់ផ្ដើមអត់មួយថ្ងៃទៅមួយថ្ងៃក៏យើងលេងប្រាប់គាត់តទៅទៀតចឹងទៅអញ្ចឹងបន្ទាប់មកគឺថ្ងៃមួយហ្នឹងខ្ញុំបានទៅអង្គុយនៅកម្មចដានៅពេលដែលខ្ញុំអង្គុយនៅកម្មចដាហ្នឹងប៉ារបស់ខ្ញុំគាត់រត់ចុះពីលើហ្នឹងមកចដាខាងក្នុងឬចដាខាងក្រៅចដាខាងក្នុងផ្ទះរបៀបថាយើងមានមួយជាន់អញ្ចឹងហើយវាមានអាចដានៅខាងលើមួយទៀតចឹងទៅអញ្ចឹងនៅពេលហ្នឹងគឺគាត់ប្រាប់ថាកុំអង្គុយនៅហ្នឹងទៅអង្គុយនៅមុខតែខ្ញុំរឹងខ្ញុំអត់ទៅទេអញ្ចឹងនៅពេលហ្នឹងគឺខ្ញុំចាប់ផ្ដើមអង្គុយមើលធម្មតាហើយខ្ញុំចាប់ផ្ដើមអូខ្ញុំមានអារម្មណ៍ថាពីណាគេនៅលើក្បាលខ្ញុំនៅពេលដែលខ្ញុំក៏លេចមើលទៅខាងលើនោះម្នាក់ស្រីហ្នឹងអោតក្បាលមើលខ្ញុំមិនចេះនៅពេលហ្នឹងក៏ខ្ញុំចាប់ផ្ដើមគិតថាណាគេអញ្ចឹងគឺខ្ញុំមានអារម្មណ៍ដំបូងអត់សើភ័យទេនៅពេលបន្ថែមតិចទៀតប្រហែលជាបានដូចជាយើងរៀងផ្លេចខ្លួនអញ្ចឹងខ្ញុំចង់ដឹងថាមានមនុស្សនៅមើលខ្ញុំទៀតអត់ខ្ញុំងើបមើលម្ដងទៀតម្នាក់ហ្នឹងក៏នៅតែអោនក្បាលមកមើលខ្ញុំម្ដងទៀតបង្ហាញសភាពបែបណាដែរជាមនុស្សធម្មតាបងតែជាមនុស្សស្រីដែលអោនក្បាលមកយើងដូចអញញឹមមានន័យថាអត់អាក្រក់សក់អត់វែងក៏អត់មានអីទេនិយាយទៅមើលទៅជាសភាពមនុស្សធម្មតាជាសភាពមនុស្សធម្មតាបងអញ្ចឹងក៏ចាប់ដើមពីពេលហ្នឹងទៅខ្ញុំចាប់ដើមថាខ្ញុំលេងឡើងទៅលើហ្នឹងអីប៉ាខ្ញុំប្រើយកអវ៉ាន់អីក៏ខ្ញុំលេងឡើងទៅដែរព្រោះដោយសារតែថាខ្ញុំខ្លាចនៅពេលដែលខ្ញុំឡើងទៅដល់ហ្នឹងក៏ចាប់ដើមឮសលេងមនុស្សស្រីហ្នឹងរបៀបថាដើរវប់តិចយើងព្រោះដោយសារតែផ្ទះខ្ញុំមិនចេះបងវាមានការសាងសង់ហ្នឹងអាតសហ្នឹងណាវានៅចំកណ្ដាលផ្ទះហ្នឹងអីបងបាទហើយបន្ទាប់មកគឺយើងអត់មានដាក់ទេវតាអីនៅហ្នឹងទេអញ្ចឹងកន្លែងហ្នឹងគឺទុកចោលទាំងអស់ហើយបានកន្លងប្រហែលជាមួយខែប៉ារបស់ខ្ញុំហ្នឹងគាត់រៀងទាស់សម្ដីមួយម៉ាក់ខ្ញុំព្រោះគាត់មកពិសាគាត់មិនហត់បងពេលគាត់ហត់គាត់ព្យាយាមយកអវ៉ាន់ហ្នឹងឡើងទៅលើតុព្រោះខ្ញុំប្រើលេងកើតអីអញ្ចឹងខ្ញុំប្រាប់ថាខ្ញុំខ្លាចតបបែកនាំខ្ញុំទៅដែរហើយគាត់ក៏ថាប្រើមិនដែរបានទេអីចឹងគាត់ក៏ខឹងខ្ញុំដូចគ្នាអញ្ចឹងគាត់ដើរឡើងតាំងយកអវ៉ាន់ហ្នឹងទៅបោះនៅលើផ្ទះហ្នឹងព្រុសលូដុងហ្មងអញ្ចឹងដល់ពេលដែលដើរមកវិញហ្នឹងណាបងឯងឃើញអីអត់នៅពេលដែលគាត់ដើរមកវិញហ្នឹងម្នាក់ស្រីហ្នឹងច្រានគាត់មកដង្ហឹងធ្លាក់ពីលើកម្មចដាហើយទៅប៉ារបស់ខ្ញុំហ្នឹងក៏គាត់ភ័យហើយគាត់ចាប់ដើមសន់ស្លោថាឃើញមនុស្សស្រីហ្នឹងច្រានគាត់យកមកឃើញដូចគ្នាហ្នឹងបាទអញ្ចឹងក៏គេចាប់ដើមជឿខ្ញុំម៉ាក់ប៉ាខ្ញុំណាចាប់ដើមជឿខ្ញុំឬបងខ្ញុំចាប់ដើមជឿខ្ញុំថាខ្ញុំនិយាយទៅវាត្រូវមែនអញ្ចឹងក៏គាត់ចាប់ដើមទៅសួរលោកតាគាត់សួរលោកតាថាមិនបានមានអីអញ្ចឹងណាថាពីណាគេច្រានអីចឹងទៅលោកតាក៏ប្រាប់ថាម្ចាស់ផ្ទះគេពួកហើយមិនដែលធ្វើសម្អាតទេនៅលើហ្នឹងហ៎ហើយទុកផ្ទះចោលមិនគេនៅអីហើយរហដងហ្នឹងបានមានអ្នកនៅហ្នឹងសម្អាតហ្នឹង
hay bảo pe chẳng kìm khăn hay tại đó bao phè lửa tè cây tiệt chẳng lục ta có vậy chẳng hỏi có nhóm chập đám mạng bao nhóm nó có chập đám thơ hở ngay hở ấy chẳng tờ đầm bay sốt món đầm bay ao quạt nó tờ hồ tè rư mơ lại than bỏ quạt nó bình tử chẳng và tôi bắp bì sốt món hai in chẳng tờ có kê mà bây giờ sắp mạng nhóm tha kê tờ ban sọc ấy hay bà tọa máu còn nhóm chập đám pa nhóm chập đám chơi lục ta con nó có căn cái bật thông cái bật thùng bà nơi pe đây quan do lục ta nó mà nợ chẳng mà sẽ cắt té chẳng lục ta nó mà bây giờ sập បានន័យថាពិតជាមានញៀននៅក្នុងលោកតានឹងមែន បាទគាត់មកបញ្យល់សពថាហែងដាក់ក្បិតឲ្យអញអត់មើលទេក្បិតបាក់នេះអញកាប់មិនចេញអញ្ចឹងនៅពេលហ្នឹងក៏គាត់ចាប់ផ្ដើមវាមុខមួមហ្មងលោកតាហ្នឹងគឺមុខមួមខ្លាំងដល់ពេលអញ្ចឹងប៉ាខ្ញុំគាត់ចាប់ផ្ដើមភ័យពីស្ពូវាថាគាត់ជួបអារឿងហ៊ុនគាត់ធ្លាក់លើកម្មចដាហើយគាត់មកជួបជាមួយនឹងលោកតាដែលគាត់មកប្រាប់ថាកាប់ក្បិតហ្នឹងអត់មុតដល់ពេលគាត់ទៅដល់ក្បិតហ្នឹងបាក់មែន អញ្ចឹងមានន័យថាអ្វីដែលលោកតានឹងគាត់ពងប្រយោជន៍ស័ព្ទហ្នឹងគឺជាការប៉ັດហើយបន្ទាប់មកក៏យើងបាននៅសុកអីចឹងទៅអញ្ចឹងរឿងរបស់ខ្ញុំមានតែប៉ុណ្្នឹងទេ ប៉ុន្តែអ្វីដែលចូលដល់ជំនឿបងប្អូនជនជាតិចិនហើយ very interesting នៅពេលដែលឃើញនៅពេលដែលហុកបានឃើញលោកតាកងកងតើរូបភាពរបស់គាត់ដូចជាមួយនឹងរូបសំណាក់មួយហ្នឹងទេ ដូចបង មុខក្រហមដែរ មិនក្រហមទេ សធម្មតា មិនសទេបង មិនសមិនក្រហម វាបាត់ខ្មៅអញ្ចឹងគឺគាត់ដើរមកដល់កាន់ដបងហ្នឹងគាត់ថាកាប់អត់ដាច់ទេអញ្ចឹងនៅពេលហ្នឹងក៏ខ្ញុំស្ដាប់ពីប៉ាខ្ញុំមកបានធំប៉ុណ្ណឹង អូខេនេះគឺជាសាច់រឿងទី2របស់គាត់ដែលបានចែករំលែកជាមួយកម្មវិធីជាអ្វីត្រង់ចំណុចនេះដែលផ្ទះមានជំនាញហេតុអ្វីទើបបានមានអមនុស្សអាចចូលបាន អូខេតាំងក៏ប៉ុន្តែបើយើងនិយាយអំពីក្រុមហ៊ុនអានេះខ្ញុំ compare ក្រុមហ៊ុនហ្មងទៅអញ្ចឹងឧទាហរណ៍ថាម្នាក់ហ្នឹងគឺគាត់នៅនឹងយូរហើយអញ្ចឹងគាត់ជា president បន្ទាប់មកគឺគ្រាន់តែជាអ្នកដែលក្រុមហ្នឹងទេដូចជា den ឬមួយក៏អីអញ្ចឹងទេអញ្ចឹងជានាងផ្ទះហ្នឹងគឺជា den ទេហើយបន្ទាប់មកអ្នកដែល president ហ្នឹងគឺជាម្ចាស់ផ្ទះដែលគាត់នៅតាំងពីដើមមក យល់បានតែម្ចាស់ដីចាស់ ហ្នឹងឯងបង តែដោយសារតែពូរបស់ហុកនៅខាងលើនឹងតែងតែសម្អាតព្រោះជាទីលំនៅរបស់គាត់ដែរអញ្ចឹងហើយទើបបានម្នាក់នឹងអត់ហៅរឿងដោយសារតែគេស្អាតដែរចង់និយាយអញ្ចឹងហ៎ ហ្នឹងហើយ អូតែសាច់រឿងនេះគួរឲ្យចាប់អារម្មណ៍ខ្ញុំត្រង់ចំណុចថាម្ចាស់ផ្ទះស្រឡាញ់ផ្ទះវារំលឹកដល់សាច់រឿងរបស់តុកភ្លឺ background ងិនរបស់អ្នកគ្រូឱសថការីដែលជំនាន់គាត់ COVID ហ្នឹងក៏អញ្ចឹងបងប្អូនទាំងអស់គ្នាទៅមើលតុកភ្លឺ background ងិតរបស់អេពីសូតឱសថការីហ្នឹងទៅគឺប្រហាក់ប្រហែលគ្នាមែនតើដែលមានន័យថាបើចេះរក្សាផ្ទះអត់រករឿងទេតែបើអត់ចេះរក្សាផ្ទះទេគឺដឹងតែតួសាច់ហើយប៉ុន្តែអ្វីដែលសំខាន់គឺរូបរបស់លោកតាកងគាត់កងណាដែលមកប្រាប់ហ្មងថាក្បិតបាក់ហើយកាប់មិនដាច់នេះអាត្រង់ចំណុចនេះដែលឆ្ងាញ់បានន័យថាពិតជាមានវិញ្ញាណរបស់លោកតានៅក្នុងរូបសំណាក់នឹងពិតប្រាកដមែន បាទ វាថ្មីសម្រាប់ខ្ញុំព្រោះដោយសារតែខាងទឹកដីវិទ្យាកម្ពុជាយើងខាងរូបពុទ្ធរូបអីយើងដឹងហើយថាអូមានប្រសង់បចោះមានអីចឹងណាប៉ុន្តែខ្ញុំអត់ដែលដឹងថាតើរូបរបស់ទេវតាខាងផ្នែកខាងចិនណាតើមានព្រលឹងដែរឬអត់ឬក៏មានវិញ្ញាណសន្ធិដ្ឋឬក៏មានបារមីដែរអត់តែសាច់រឿងមួយនេះវាបានឆ្លុះបញ្ចាំងថាពិតជាមានយ៉ាងប្រកបមែនតោះមានសាច់រឿងខ្លីណាមួយទៀតទេ មានបងដែលតាក់ទងជាមួយនឹងយកមនុស្សខុស យកមនុស្សខុសមានន័យថាម៉េចទៅ មានន័យថាគាត់ជំនួសជើងលេខគេ អូបាទជើញ អញ្ចឹងជាទូទៅហ្នឹងគឺខ្ញុំតែងតែទៅស្រុកហើយខ្ញុំបានព័ត៌មានមកពី EE ចិត្តខាងអញ្ចឹងទៅប៉ុន្តែអាហ្នឹងក៏ខ្ញុំស្គាល់គាត់ដែរ
ព្រោះដោយសារតែគាត់ហ្នឹងគឺជា CEO CEO លោកគ្រូអ្នកគ្រូបាទ គាត់ CEO ហ្នឹងនិយាយទៅគាត់ល្បីនៅក្នុងភូមិហ្នឹងអញ្ចឹងទៅហើយគាត់ថ្ងៃមួយហ្នឹងគាត់ចេញពីធ្វើការនៅពេលដែលគាត់ចេញពីធ្វើការហ្នឹងគឺគាត់ត្រូវជិះតម្រូវទៅផ្ទះរបស់គាត់អញ្ចឹងនៅពេលដែលគាត់ពេលយប់ហ្នឹងគាត់ចាប់ដើមជិះមកហើយតាំងកប៉ិតគឺគេហ្នឹងចាប់ចង់យកម៉ូតូខាងមុខទេពេលដែលហេតុបានដឹងថាហេតុអីបានគេយកគាត់ហ្នឹងពេលហ្នឹងគេចូលរូបជប់យកម៉ូតូខាងមុខមិនខ្ញុំអត់យល់កន្លែងហ្នឹង គឺគាត់ជិះវ៉ាម៉ូតូដែលគេត្រូវយកហ្នឹងបានហើយគាត់ជិះតាមផ្លូវហ្នឹងគេត្រូវយកម៉ូតូខាងមុខទេដោយសារគាត់វ៉ាម៉ូតូមួយហ្នឹងហើយបងអញ្ចឹងនៅពេលហ្នឹងក៏គាត់ចាប់ផ្ដើមពេលដែលគាត់ជិះវ៉ាភ្លាមហ្នឹងអាឡាននៅខាងមុខហ្នឹងខ្ញុំអត់ដឹងថាគេបើកបរមិនទេនៅពេលដែលគេជិះហ្នឹងស្រាប់តែឡានហ្នឹងវេចកោតចូលមកហ្មងចឹងតែជិះពីច្រាស់ទិសហ្នឹងវេចកោតចូលនៅពេលដែលវេចកោតចូលហ្នឹងគឺបានបុកគាត់មកដង្ហឹងហ្នឹងធ្វើឲ្យគាត់ហ្នឹងខ្ទាតបុកទៅនឹងអាតសផ្ទះរបស់គេដែលគេឡើងទៅខាងលើផ្ទះហ្នឹងគឺថើបបណ្ដាលឲ្យធ្លុងធុងហ្នឹងគឺបុកចូលទៅដល់ខាងក្នុងមកបាទអញ្ចឹងនៅពេលយប់ឡើងហ្នឹងគឺយាយគាត់ cancel អាហ្នឹងគឺជ្រៅជាអ្នកដែលគាត់អ្នកនៅជាមួយខ្ញុំហើយគាត់និយាយប្រាប់គាត់ថាពេលហ្នឹងគឺគាត់ឃើញម្នាក់ប្រុសមួយហ្នឹងចូលមកក្នុងផ្ទះរបស់គាត់ហ្នឹងកេះដេកេះឲ្យធ្វើឲ្យខ្ញុំដាក់យាយម្នាក់ហ្នឹងដែលគាត់កំពុងតែនឹងអង្គុយរបៀបថាគាត់អង្គុយសូត្រធម៌អីចឹងណាអញ្ចឹងគឺពេលហ្នឹងគឺចាប់ផ្ដើមលងគេពេញភូមិបាទហើយដល់ពេលទៅក៏គេចូលរូបតាតាំងកប៉ិតគឺមិនមែនគេចង់យកគាត់ហ្នឹងទេតាំងកប៉ិតជើងលេខគាត់ហ្នឹងនៅយូរជាងហ្នឹងហើយអ្នកដែលគេចង់បានហ្នឹងគឺក្មេងស្ទាវពីរអ្នកដែលគាត់ជីវ៉ាគេហ្នឹងចឹងរឿងហ្នឹងមានតើពេលដែលគាត់លងតើមានព័ត៌មានបន្ថែមទេថាតើលងរបៀបម៉េចទៅលងពេញភូមិហ្នឹងពេលដែលគាត់លងហ្នឹងគឺគាត់ចាប់ផ្ដើមដើរទៅទាលុយផ្ទះគេក្នុងអាជីពជា CEO ហ្នឹងបាទអញ្ចឹងនៅពេលហ្នឹងគឺរបៀបថាពេលតែដើរទៅហ្នឹងរបៀបនៅខាងក្រោមផ្ទះគឺតែងតែមានអ្នកគេងបាទហើយគោនៅខាងក្រោយនៅពេលដែលដើរទៅគោហ្នឹងឈប់ស្គប់នៅហ្នឹងហើយដល់ពេលដែលគាត់កលែកមើលគាត់ឃើញ CEO ម្នាក់ហ្នឹងកំពុងតែឈរនៅក្នុងផ្ទះម្នាក់ហ្នឹងហើយពេលយប់ឡើងហ្នឹងគឺចាប់ផ្ដើមមកដើរគោះទ្វារផ្ទះគេមកគោះទ្វារទាលុយចឹងទៅហ្នឹងហើយបានន័យថាទៅបាត់ខ្លាចជាបលឹងក៏នៅបំពេញតួនាទីបានយ៉ាងខ្ជាប់ខ្ជួនដែរអូខេអស់ហើយណាសាច់រឿងហ្នឹងមានអីត្រូវបន្ថែមទេអស់ហើយបងអូខេសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានយល់ដឹងនៅព័ត៌មានដោយសារថាសាច់រឿងមួយចំនួនពិតជាហាក់មានសភាពប្លែកទាំង intro ក៏ដោយក៏មានសាច់រឿងបង្កប់នៅក្នុងនឹងខ្លីៗជាច្រើនទៀតដែលបងប្អូនអាចស្ដាប់ហើយបើសម្រាប់បងប្អូនដែលមិនជឿទៅលើអបិយជំនឿទេចាត់ទុកថាជាការស្ដាប់កំសាន្តពីបុគ្គលម្នាក់ទៀតជាអ្នកដែលធ្លាប់អង្គុយកៅអីបងប្អូនមកស្ដាប់ពួកខ្ញុំដែរឥឡូវនេះគាត់ផ្ដល់កិត្តិយសក្នុងការឡើងមកលើវេទិកាដើម្បីចែករំលែកទៅសាច់រឿងដោយសារថាគាត់គឺជាបុគ្គលដែលគេហៅថាបុគ្គលពិសេសដែលមានភ្នែកល្អក្នុងការមើលឃើញដែលមានញៀនល្អក្នុងការប្រស្រ័យបានប៉ុន្តែសម្រាប់ទោះអ្នកជឿឬអ្នកមិនជឿក៏ដោយសូមប្រកាន់អកប្បខ្ញុំចង់និយាយទៅដែរនេះប្រកាន់អកប្បកិរិយាមួយដែលល្អហើយខ្ជាប់ខ្ជួនព្រោះមានតែសេចក្តីល្អទេដែលអាចជួយបំភ្លឺផ្លូវយើងបានជាពាក្យពេចន៍ចុងក្រោយតើហុកមានអ្វីជម្រាបទៅប្រិយមិត្តទេអញ្ចឹងជាចុងក្រោយខ្ញុំមានតែម្រាមដៃ10ទេព្រោះបើសិនជាខ្ញុំនិយាយទៅវារៀងលើសលួឬមួយក៏ខ្វះខាតអីចឹងណាបងប្អូនអញ្ចឹងសូមបងប្អូនកុំប្រកាន់ខ្ញុំអីឡើយខ្ញុំនិយាយទៅវារៀងវល់ឬមួយក៏មិនក៏ដោយក៏ព្រោះដោយសារតែនេះគឺជាការនិយាយដែលខ្ញុំអាចមើលឃើញបានខ្ញុំអត់អាចទៅបន្ថែមរឿងឬមួយក៏អីទេអញ្ចឹងក៏អត់មានអីពាក្យច្រើនដែរអញ្ចឹងសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលមើលកម្មវិធីជាអ្វីហើយស្ដាប់ខ្ញុំដល់ចប់អរគុណបាទហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាមេត្តាយល់យកនិងអធិស្ឋានខ្ពស់មែនទែនតដែលដោយសារតែបងប្អូនបានឃើញផលិតផលសម្រាប់នៃវីដេអូមួយនេះហើយអ្វីដែលខ្ញុំព្យាយាមនិយាយនេះព្រោះខ្ញុំកំពុងតែអង្គុយជាមួយនឹងហុកនៅពេលនេះវីដេអូមួយនេះប្រហែលជាបងប្អូនទាំងអស់គ្នាឃើញត្រឹមតែ1ម៉ោងទេ
ប៉ុន្តែពេលវេលាដែលយើងចាយក្នុងការថតវីដេអូ1ម៉ោងនេះសម្រាប់អេពីសូតនេះផ្ទាល់មិនតិចជាង2ម៉ោងទេព្រោះមានការស្គប់មានការដកដង្ហើមសុំសម្រួលអារម្មណ៍គឺមានរឿងច្រើនមែនតើដែលបងប្អូនមិនអាចមើលឃើញណាដែលជឿជាក់ថាសំបីតែក្រុមការងារសំបីតែមិត្តភ័ក្តិរបស់គាត់ដែលគាត់បញ្ជាក់ថាឈ្មោះ A ហ្នឹងក៏អត់មានគេសំណុកក្នុងខ្លួនដែរអញ្ចឹងវាជាកិត្តិយសខ្លាំងដែលគាត់បានលះបង់ណាដឹងថាមិនគួរធ្វើតែនៅតែធ្វើក្នុងក្របខ័ណ្ឌមួយដែលថាចង់ចែកឲ្យបងប្អូនដឹងថែងលោកបងប្អូនបានជ្រាបជាដំណឹងទៅអាចការពារខ្លួនឬក៏អាចប្រុងប្រយ័ត្នជាមួយនឹងអ្នកជុំវិញខ្លួនឬក៏រឿងរ៉ាវជុំវិញរបស់បងប្អូនទាំងអស់គ្នាចឹងដដែលបើមានកន្លែងណាខុសឆ្គងកន្លែងណាក៏សូមខន្តីអភ័យទោសពីសំណាក់ប្រិយមិត្តរបស់កម្មវិធីជាអ្វីទាំងអស់ហើយដដែលសូមបងប្អូនទាំងអស់គ្នាបញ្ចេញមតិវិជ្ជមាននៅពីក្រោមវីដេអូមួយនេះជាចុងបញ្ចប់ពីកម្មវិធីជាអ្វីមិនមានអ្វីទេក្រៅពីmerchandiseរបស់ពួកខ្ញុំផ្ទាល់កូនបងបាទនេះគឺជាmerchandiseទី1របស់កម្មវិធីជាអ្វីគឺមួកកម្មវិធីជាអ្វីនឹងឯងចឹងក្នុងករណីនេះសង្ឃឹមថាអាចប្រើប្រាស់បានជារៀងរាល់ថ្ងៃនៅពេលនេះកម្មវិធីជាអ្វីអេពីសូតទី2សន្មតថាចប់ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅអេពីសូតក្រោយទៀត